นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตសម្មាសម្ពុទ្ធស្សៈខ្ញុំកណាសូមរតនានិមន្តបងគ្រូដើម្បីសម្ដែងនៅពធដោយតទៅសូមរតនានិមន្តបងចម្រើនពរញាតិញោមទាំងអស់គ្នាប៉ុណ្ណាចឹងក្នុងកាសពេលនេះជាថ្ងៃធម្មសវនៈថ្ងៃស្ដាប់ធម៌ជាការបំពេញនៅភាវនាមយៈបុណ្យដែលកើតឡើងព្រោះអាស្រ័យការភាវនាគឺការស្ដាប់ធម៌និងការសម្ដែងធម៌ផងជាដំបូងក៏សូមក្រាបថ្វាយបង្គំចំពោះអរហន្តសម្មាសម្ពុទ្ធគ្រប់ព្រះអង្គដែលបានត្រាស់ដឹងមកហើយនឹងសូមនមស្ការចំពោះព្រះធម៌ដែលជាធម្មឱសថញ៉ាំងនៅកិលេសរបស់សត្វទាំងឡាយឲ្យអស់ទៅនឹងសូមនមស្ការនៅព្រះសង្ឃដែលជាអ្នកអស់នៅកិលេសដូចជាអ្នកជាអំពីរោគជាគ្រឿងចាក់ដោតទាំងពួងក៏ឲ្យចម្រើនពរញាតិញោមទាំងអស់គ្នាដោយថ្ងៃមុននោះសម្ដែងធម៌តេតងនឹងពោធិព្រឹកអត់ទាន់ចប់ប៉ុណ្ណាណាចឹងក៏មកបញ្ចប់ថ្ងៃនេះហើយមួយទៀតមានសំណួរតេតងនឹងព្រះកេសធាតុផងដែរបងមុននឹងបន្តថ្ងៃមុនបងអាត្មាក៏ចង់រំលឹកមេរៀនបន្តិចមិនដឹងថាញាតិញោមអាចចាំបានប៉ុណ្ណាដែរបងណាសួរមេរៀនខ្លះដែលថ្ងៃមុនបានស្ដាប់មកបងបដិហាមានប៉ុន្មានយ៉ាងបងមានញាតិញោមណាចាំខ្លះដែរបងមានទេបងឆ្លើយថាត្រូវតែមានប៉ុន្មានយ៉ាងក៏បានដែរបងហើយចាំរាប់តាមក្រោយបដិហាមាន3យ៉ាងទៀនម្ចាស់បងអ្វីខ្លះទៅបងក្នុងនោះមានអដ្ឋិបដិហា1អទេសនាបដិហា1និងអនុសាសនីបដិហា1ក្នុងបដិហា3នេះព្រះសម្មាសម្ពុទ្ធលើកសរសើរអនុសេនីយ៍បដិហាបងសាធុត្រឹមត្រូវហើយបងណាហ្នឹងហើយបដិហាទាំង3អធិបដិហាគឺការសម្ដែងរិទ្ធអភិញ្ញាផ្សេងជាអធិបដិហាធ្វើខ្លួនមួយឲ្យទៅជាច្រើនធ្វើច្រើនឲ្យមកជាតិចអាចហោះហើរជ្រែកទឹកជ្រែកដីបំបាំងកាយបានហ្នឹងណាបងណាគឺជាអធិបដិហាហើយដែលមិនងាយនឹងបុគ្គលណាធ្វើបានទេបងណាតែក៏មានអ្នកធ្វើបានជាពិសេសនៅក្នុងព្រះពុទ្ធសាសនាយើងតែម្ដងក្រៅពុទ្ធសាសនាក៏មានអធិបដិហាហ្នឹងបងណាហើយអធិបដិហាហ្នឹងមានច្រើនប្រភេទទៀតក្រៅពុទ្ធសាសនាក៏មានពីរប្រភេទគឺបែបអភិញ្ញាហោះហើរជ្រែកទឹកជ្រែកដីអញ្ចឹងតាបោះអ្នកប៊ូសអីដោយព្រះបរមពុរិស័ទប៊ូសអីចឹងប៉ុណ្ណាដូចជាសមេធបណ្ឌិតអីអាចហោះហើរបាននឹងអធិបដិហាហើយផងហើយក៏មានមុនវិជ្ជាមួយយ៉ាងហ្នឹងក៏គេអាចយើងហៅពួកអ្នកវិជ្ជាធម៌ប៉ុណ្ណាគេរៀនមុនអាគមហ្នឹងគេក៏អាចជ្រែកទឹកជ្រែកដីហោះហើរដើរលើអាកាសបានដែរណាអាហ្នឹងក៏ជាអធិបដិហារបស់គេដែរហើយមួយទៀតអទេសនាបដិហាគឺការទាយថានេះមកពីនេះនេះទៅនេះគឺដឹងចិត្តដឹងអីអ្នកដតីធ្លាប់កើតអញ្ចឹងចុះរលឹកជាតិអីបានអញ្ចឹងប៉ុណ្ណាអានឹងអទេសនាសិតតែមិនងាយនឹងមនុស្សយើងធ្វើកើតទេហើយទី3ហ្នឹងគឺអនុសាសនីយ៍បដិហាគឺភាពអស្ចារ្យ
ដែលធ្វើទៅហើយហ្នឹងធ្វើឲ្យមានកើតនៅភាពអស្ចារ្យនៅក្នុងចិត្តរបស់មនុស្សនោះបានបងដូចជាមនុស្សអត់មានសទ្ធាដោយការបានស្ដាប់បានឮហើយក៏មានសទ្ធានៅក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃអញ្ចឹងទៅព្រោះអាស្រ័យអនុសាសន័យគឺការទូលមានព្រានប្រដៅហ្នឹងធ្វើឲ្យមនុស្សនឹងឯងដឹងអ្វីខុសអ្វីត្រូវអ្វីគួរជឿអ្វីមិនគួរជឿហ្នឹងណាគឺជាពាក្យព្រានប្រដៅព្រះអង្គសម្ដែងហ្នឹងចឹងនៅក្នុងពេលនេះយើងក៏មានអនុសាសន័យបដិហាដែរដោយសារការបានស្ដាប់ទៅក៏ដឹងបដិហា3យ៉ាងហ្នឹងជាដើមបងនឹងគឺជាតួអាការដឹងការយល់ហ្នឹងព្រោះអាស្រ័យអនុសាសន័យគឺពាក្យព្រានប្រដៅនឹងឯងប៉ុណ្ណាជាបដិហាដ៏ប្រសើរហើយបដិហានេះអ្វីត្បិតតែមិនចេះហោះមិនចេះហើរមិនចេះជ្រែកទឹកជ្រែកដីមិនដឹងអតីតអនាគតបច្ចុប្បន្នទេតែវាជារូបមន្តនាំឲ្យមានបដិហា2ទៀតបដិហា2ទៀតហ្នឹងបើមានអត់មានអនុសាសន័យទេបុគ្គលអ្នកមានបដិហាហ្នឹងអត់បង្រៀនអត់ប្រាប់អ្នកដទៃទេអស់តែពីបុគ្គលហ្នឹងទៅអស់ហ្មងប៉ុណ្ណាសំដែងរិទ្ធអីផ្សេងហ្នឹងបងណាជាចំណែកមួយនៃអនុសាសន័យបដិហាដែលកើតចេញពីអនុសាសន័យបដិហាដែរទេអញ្ចឹងអនុសាសន័យហ្នឹងប្រសើរណាស់បងធ្វើមនុស្សដែលទ្រុឌទ្រោមខ្វះកម្លាំងចិត្តឲ្យងើបឈរបានឲ្យមានទឹកចិត្តរស់បានធ្វើមនុស្សឈួតឲ្យបាត់ឈួតបានណាដូចនាងបដាចារាក្នុងសម័យពុទ្ធកាលឈួតលីលើអត់ដឹងអីអត់មានសតិមិនដឹងថាខ្លួនឯងអស់សម្លៀកបំពាក់ដើរទាំងអាក្រាតកាយទៅព្រះអង្គសម្ដែងធម៌ទៅប៉ុន្មានម៉ាត់នាងកើតហេរិអោតបៈបានដឹងថាខ្លួនឯងអាក្រាតកាយវែងភ្លេចហ្មងបងបានអ្នកនៅក្បែរនឹងឲ្យសម្ពុតមកក្របដណ្ដប់រាងកាយទៅព្រោះអាស្រ័យអនុសាសន័យបដិហាហ្នឹងបងរហូតដល់ឲ្យអស់កិលេសទៅបានបងប៉ុន្តែអធិបដិហានិងអទេសនាបដិហាគឺมันអាចញ៉ាំងបុគ្គលឲ្យអស់កិលេសបានទេបងមាននៅក្នុងបុគ្គលណាគឺបុគ្គលនោះឯងជាអ្នកមានរបស់នឹងតែបើអនុសាសន័យគឺជាការចែករំលែកនៅចំណេះចេះដឹងដល់អ្នកដទៃប៉ុណ្ណាណានឹងជាអនុសាសន័យបដិហាហើយអធិបដិហាដែលតកតងភាពអស្ចារ្យកើតឡើងនៅក្នុងព្រះសាសនានេះនៅក្នុងមិលិនបញ្ហាមាន3ដែរប៉ុណ្ណាគឺបដិហានឹងកើតឡើងជាប្រភេទពួកអធិបដិហាប៉ុកើតឡើងបន្ទាប់ពីព្រះអង្គព្រះនិព្វានទៅឬក្នុងសម័យព្រះអង្គតាំងនៅភាពអស្ចារ្យទាំងអស់ហ្នឹងកើតឡើងដោយហេតុប៉ុន្មានយ៉ាងព្រោះមានចាំឯថ្ងៃមុនព្រោះរំលឹកបន្តិចមើលឧទាហរណ៍ថាមានពន្លឺផ្សាយចេញពីប្រធាតុផ្សាយចេញពីចេតិយឬក៏ពន្លឺនឹងឯងដូចនៅភូមានៅស្រីលង្កាអីគេឃើញនៅដំបូលចេតិយហ្នឹងគឺមានពន្លឺភ្លឺដូចជាមានព្រះអាទិត្យមួយទៀតនៅនឹងកពូលចេតិយហ្នឹងមកភ្លឺបងអាហ្នឹងក៏គេហៅថាបដិហារដែរបងកើតឡើងដោយហេតុប៉ុន្មានយ៉ាងមានញាតិញោមណាដឹងទេបងតើអត់សួរលោកម្ចាស់កណាថ្ងៃមុនដូចជាចាំបានថាដោយសារតែមានការជឿនិងគោរពបូជាទៅលើព្រះធាតុឬក៏ដើមពោធិព្រឹក្សអីអស់ហ្នឹងអាហ្នឹងក៏មានបដិហារដែរលោកម្ចាស់បាទមាន3មែនទេបងកណាហើយមួយទៀតដូចជាការអធិដ្ឋានរបស់ព្រះសម្មាសម្ពុទ្ធឬក៏មិនទេនេះកណាដូចផ្លេចអីបាទត្រូវហើយបាទត្រូវនៅមួយទៀតបាន2មួយទៀតមិនមែនព្រះសម្មាសម្ពុទ្ធមិនមែនយើងទេនោះគឺទេវតាទៀតទេវតាគេបណ្ដាលប៉ុណ្ណាសប្តាហ៍ថ្ងៃមានច្រើនដែរដែលទេវតាបណ្ដាលណាញាតិញោមជាពិសេសគឺតាមវត្តអារាមមានព្រះពុទ្ធរូបមានអីយើងទៅបែបបន់អីភាគច្រើន
គឺបានសម្រេចបំណងហ្នឹងគឺពួកទេវតាបណ្ដាលនឹងឯងបងសុំនេះសុំនោះអីចេះតែបានហ្នឹងបងណាអាហ្នឹងក៏ជាបដិហារមួយដែរណាដែលច្រើនតែបានព្រោះទេវតាពួកអឺអឺពួកគេហៅកុំភ័ណ្ឌមកពួកកុំភ័ណ្ឌទេវតាពួកដែលទេវតាដែលថែរក្សាចេតិយបងអញ្ចឹងពួកទេវតាទាំងអស់នឹងឯងដែលអឺបណ្ដាលឲ្យយើងសម្រេចតាមបំណងហើយដែលយើងថាព្រះពុទ្ធរូបនឹងស័ក្តិសិទ្ធិបន់ទៅសុំទៅចេះតែបានអញ្ចឹងណាតែតាមការពិតមិនមែនព្រះអង្គធ្វើឲ្យបានទេអ្នកណាធ្វើឲ្យបានបងហើយសម្រេចបំណងគឺទេវតាបងណាណាវាអាចបដិហារទាំងអស់ហ្នឹងអាចធ្វើមនុស្សយល់ច្រឡំអញ្ចឹងដែរបងអញ្ចឹងបានថាបដិហារទាំងអស់ហ្នឹងអត់ដូចអនុសាសន័យទេហើយដល់ពេលយើងយល់យើងដឹងទៅយើងមានទៅបែរបន់សុំព្រះអង្គទៀតទេហេតុអីបានជាមិនបែរបន់សុំព្រះអង្គដោយសារយើងដឹងដល់អំណាចនៃអនុសាសន័យបដិហារមែនទេបងចឹងអំណាចរបស់អនុសាសន័យបដិហារហ្នឹងគឺខ្លាំងណាពាក្យព្រាហ្មណ៍ប្រដៅគឺធ្វើឲ្យយើងយល់ហើយយើងអត់ចេះតែសុំគេខ្វះហេតុផលអីប៉ុណ្ណាណាមានតែនៅស្រីលង្កាអីក៏មានដែរប៉ុន្តែគេក្នុងលក្ខណៈថាគេគោរពគេបូជាព្រះអង្គដោយគុណអត់មែនទៅសុំទៅនឹកឃើញថាព្រះអង្គជួយអីអត់ទេគេគិតឃើញតាមសេចក្តីពិតអញ្ចឹងហ្មងបងសភាពនៃការជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធនឹងបងចឹងបដិហារដែលកើតឡើងចំពោះចេតិយស្រីរកធាតុកចេតិយបរិភោគចេតិយស្រីពោធិព្រឹក្សហើយនឹងឧទេសកចេតិយមានពុទ្ធរូបអីជាដើមហ្នឹងគឺអាស្រ័យព្រះសម្មាសម្ពុទ្ធឬក៏ព្រះអរហន្តសាវកដែលលោកបានអធិដ្ឋានទុកមកប្រវត្តិខ្មែរយើងឃើញមួយដែរញាតិញោមអាត្មាភ្លេចមិនដឹងថានៅភាគប្រមាណនៅក្នុងគម្ពីរមហាបរោះខ្មែរបងមហាបរោះខ្មែរហ្នឹងគឺនិយាយពីមានភ្នំប្រធាតុមួយអាត្មាក៏មិនស្គាល់ដែរនៅនៅកាលនោះគេហៅខេត្តត្បូងឃ្មុំបងណាសម័យទុំទាវបងសម័យបរមិន្ទរាជាសម័យនេះនឹងឯងសម័យលង្វែកនឹងឯងបងជាកូនរបស់ព្រះអង្គច័ន្ទរាជាហ្នឹងសម័យទុំទាវហ្នឹងគេហៅថាអជួនសម័យហ្នឹងគឺមាននីតិជាចវាយខេត្តត្បូងឃ្មុំនឹងឯងបងអជួននឹងឯងបានអ្នកស្រុកអ្នកភូមិគាត់ឃើញមានព្រះថេរៈមួយអង្គនេះនិយាយតាមក្នុងគម្ពីរប៉ុណ្ណាហោះមកចុះនៅកន្លែងឆ្នេរខ្សាច់មួយបើដូចជានៅក្បែរទន្លេក្បែរអីហ្នឹងមានឆ្នេរខ្សាច់ដល់ពេលចុះទៅស្រាប់តែបាត់ដល់បាត់ទៅគេឃើញពន្លឺផ្សាយចេញពីឆ្នេរខ្សាច់នេះគេទៅកាយមើលសត្វប្រធាតុបងដល់ពេលមានប្រធាតុច្រើនអញ្ចឹងទៅអជួនដែលជាតំណែងចវាយខេត្តត្បូងឃ្មុំនឹងឯងក៏បានឲ្យគេកសាងនៅព្រះចេតិយនៅលើភ្នំកូនភ្នំមួយមិនដឹងតាណាអាត្មាក៏អត់ស្គាល់ដែរប៉ុណ្ណាណាហើយថាបានកសាងចេតិយនៅលើភ្នំនឹងហើយតាមប្រវត្តិសេមកនោះអាត្មាក៏មិនដឹងថាតាណាថាលោកបានស្ដាប់អំពីប្រវត្តិរបស់ព្រះមហោសថណាក៏ឲ្យជីកឧម៉ុងនៅក្នុងរូងភ្នំនឹងដល់សមុទ្របើហើយអាត្មាក៏មិនដឹងថាខេត្តនឹងនៅតាណាត្បូងឃ្មុំនឹងហើយភ្នំនឹងនៅតាណាតែក្នុងប្រវត្តិសេមកអញ្ចឹងហើយតម្កល់នៅប្រធាតុនឹងឯងប្រធាតុរបស់ព្រះអរហន្តនឹងនៅលើកំពូលភ្នំនឹងបងគេហៅភ្នំប្រធាតុតែយើងក៏មិនដឹងតាណាប្រវត្តិរាប់រយឆ្នាំហើយប៉ុណ្ណាអត់ដឹងដែរហើយក៏ជីកឧម៉ុងជីកអីនឹងដោយចវាយខេត្តអជួនហ្នឹងអ្នកគ្រប់គ្រងខេត្តត្បូងឃ្មុំហ្នឹងគឺមានតួនាទីថាតំណែងអជួនហ្នឹងយើងក៏មិនដឹងថាតំណែងសពថ្ងៃហ្នឹងស្មើអីទេស្មើចវាយខេត្តតែឲ្យទៅឡើងចវាយខេត្តគេដាក់ឈ្មោះអជួនហើយតាមប្រវត្តិមកអ្នកដែលសម្លាប់ស្ដេច
កនស្ដេចជ្រៃរីកហ្នឹងក៏អជួននឹងដែរបងហើយអជួនសម័យទុំទាវហ្នឹងក៏អជួនដែរបងជាចវាយខេត្តត្បូងឃ្មុំហើយនិយាយរឿងប្រវត្តិទាំងអស់ហ្នឹងបដិហារឿងប្រធានរឿងអីរហូតដល់វត្តកន្លែងហ្នឹងគេហៅវត្តប្រធានមិនដឹងថាអ្នកនៅខាងត្បូងឃ្មុំស្គាល់នៅតាណាអីតាណីថ្មស្គាល់ដែរប៉ុណ្ណាព្រោះមើលទៅសភៅវាអត់ដឹងរឿងពិតនៅណាដែរអាហ្នឹងក៏ជាបដិហាដែរប៉ុណ្ណាអាហ្នឹងគេហៅបដិហាអីគេបងព្រះរហន្តលោកមុននឹងបរិនិព្វានទៅលោកឲ្យគេឃើញប្រធានរបស់លោកនៅក្នុងភ្នុកខ្សាច់ចឹងកើតឡើងដោយសារព្រះរហន្តមែនទេបង កណាទៀន បងហើយប្រវត្តិសាស្ត្រខ្មែរយើងសម័យអឺសម័យសម័យអឺសម័យឧដុង្គហ៎បងដើមឧដុង្គតិចហ្នឹងក៏និយាយអំពីរឿងទៅសេថាប្រសង់ខ្មែរយើងហ្នឹងទៅជួយពលុតភ្លើងណាទៅជួយពលុតភ្លើងនៅស្រុកចិននគរចិនហ្នឹងឆេះនគរខ្មែរយើងមានប្រសង់ដែលលោកមានរិទ្ធមានអភិញ្ញាមានទៅសេអញ្ចឹងដែរបងហើយក៏ក្នុងសម័យប្រហែលគ្នាក៏ប្រសង់ខ្មែរយើងទ្រទ្រង់បីដកទៀតណាដើមសម័យឧដុង្គមកសម័យលង្វែកនឹងឧដុង្គហ្នឹងបងណាចន្លោះហ្នឹងបងនិយាយរឿងអ្នកទ្រទ្រង់បីដកអ្នកអីទៀតមិនមែនធម្មតាទេបងណាអញ្ចឹងក្នុងសម័យមុនហ្នឹងក៏មានភាពអស្ចារ្យមានលោកបានរិទ្ធបានអភិញ្ញាអីសេក្នុងសិភៅខ្មែរយើងហ្នឹងបងមហាបរោះខ្មែរប៉ុណ្ណាអាត្មាធ្លាប់មើលចំមកហ្នឹងគឺសុទ្ធតែជាបដិហាដែរប៉ុណ្ណាណាអធិបដិហាប្រភេទយ៉ាងហ្នឹងបងហើយព្រះពោធិព្រឹក្សព្រះអង្គមុននឹងបរិនិព្វានព្រះអង្គធ្វើនៅមហាអធិដ្ឋានទាំង5តកតងនឹងពោធិព្រឹក្ស3បងនឹងក៏ជាបដិហាដែរនឹងព្រះសម្មាសម្ពុទ្ធធ្វើតែម្ដងប៉ុណ្ណាហើយមានច្រើនទៀតប៉ុណ្ណាដែលនេះសំដែងក្នុងគម្ពីរធំគឺមហាបដិហាមានធំប៉ុណ្ណឹងបងប៉ុន្តែក្រោយមកទៀតតាមពោធិព្រឹក្សអីមកតាមផ្លូវអីហ្នឹងរហូតមកដល់កន្លែងនេះហ្នឹងក៏សិតតែតកតងរឿងបដិហាហ្នឹងអញ្ចឹងបានប្រវត្តិដែលអស្ចារ្យមួយហ្នឹងរបស់អស្ចារ្យមួយមិនមែនជារឿងកើតឡើងដោយអត់មានហេតុទេបងសុទ្ធតែមានហេតុពោធិព្រឹក្សមកកាន់កោះស្រីលង្កាថ្ងៃមុនហ្នឹងអាត្មាក៏មិនទាន់និយាយចប់ប៉ុណ្ណាក្នុងពុទ្ធសករាជកន្លងទៅ236ឆ្នាំក្នុងថ្ងៃមួយកើតខែ1គឺខែមីគសិប៉ុណ្ណាពុទ្ធសាសនាខែមីគសិគឺខែ1វាខុសគ្នាតិចតួចអំពីសូរ្យកតិណាខែកដិកខែ12ក្នុងចន្ទគតិឬក៏ពុទ្ធសាសនារាប់បែបចន្ទគតិបងហើយដល់ពេលកដិកខែមីគសិយើងហៅកដិកមៀកតូចមៀកធំគេនោះបងមីគសិនេះគឺមៀកតូចហើយគឺថ្ងៃមកកើតនឹងតែម្ដងបងណាថ្ងៃមកកើតនឹងគឺព្រះពោធិព្រឹក្សចេញដំណើរអំពីនគរបាតលីបុត្រនគរបាតលីបុត្រនឹងទីក្រុងបាតលីបុត្រនឹងជាទីក្រុងទី2របស់នគរមគធៈប៉ុណ្ណានគរមគធៈនិងនគរអង្គៈរដ្ឋទាំងពីរហ្នឹងនគរមគធៈនិងអង្គៈហ្នឹងសំទោសរដ្ឋអង្គៈនិងរដ្ឋមគធៈហ្នឹងគឺមានទីក្រុងមួយគឺរាជក្រឹសតែសម័យព្រះបាទរាជាសតុដូរទីក្រុងរាជក្រឹសហ្នឹងមកខាងជើងមកជាប់នឹងទន្លេគង្គាបងគេហៅទីក្រុងហ្នឹងគេហៅថាបាតលីបុត្រណាហៅទីក្រុងបាតលីបុត្រដូរក្នុងសម័យដែលព្រះអង្គបរិនិព្វាននឹងឯងបងដូរមុននឹងតិចព្រោះព្រះអង្គមុននឹងបរិនិព្វានចូលទៅកន្លែងនឹងដែរកំពុងវសការពាមកំពុងរៀបចំកសាងកន្លែងនឹងឲ្យទៅជានគររហូតដល់ព្រះអង្គយាងចុះទៅកន្លែងណាកន្លែងនោះឈ្មោះថាគោតមចេតិយ
đã mua chết đây cái lại nâng mà cái lại cũng bùng tật lại ông chlong nữa đó nè một căn cái lại nữa thấy pre sray po thì prek គឺយើងបានដឹងហើយថាមុននឹងចេញភាសាទី236ហ្នឹងបានផ្សាំរួចហើយប្រហែលជាកន្លះខែមុនចេញភាសាហ្នឹងណាបានមកកាន់ក្រុងបាតលីបុត្រដែលជាទីក្រុងទី2របស់រដ្ឋមគធនិងរដ្ឋអង្គរនេះយើងហៅរដ្ឋអញ្ចឹងឬក៏ប្រទេសទៅបងដោយសារទីក្រុងរាជក្រឹសនឹងមានរដ្ឋ2បងឬក៏មានប្រទេស2បូកចូលគ្នាគឺអង្គរនិងមគធហ្នឹងបងណាតែដូររាជធានីមកបាតលីបុត្រវិញនៅជាប់នឹងទន្លេគង្គានឹងតែម្ដងបងណាទន្លេគង្គានឹងធំណាស់បងសពថ្ងៃហ្នឹងគ្រាន់តែគេធ្វើស្ពានឆ្លងកាត់ពីលើហ្នឹងដូចជា 6-7 គីឡូបងណាស្ពានឆ្លងកាត់ទន្លេហ្នឹងបងធំណាស់ទន្លេគង្គាហ្នឹងហើយហូរមកកាន់សមុទ្រឥណ្ឌាហ្នឹងព្រះរាជាលោកមកតាមដងព្រៃតាមអីហ្នឹងមកដល់ទន្លេឥណ្ឌាហ្នឹងបងឈូងសមុទ្រឥណ្ឌាហ្នឹងមិនមែនទន្លេហៅសមុទ្របងណាឈូងសមុទ្រឥណ្ឌាហ្នឹងតាមដងព្រៃដែលព្រៃគេហៅព្រៃស្បាតព្រៃមាននេះហ្នឹងគឺធ្វើដំណើរ7 យប់ 7 ថ្ងៃបានមកដល់សមុទ្រឥណ្ឌាបងមកដល់សមុទ្រឥណ្ឌានឹងហើយរៀបចំយកព្រះពោធិព្រឹក្សដែលកាត់ពីកន្លែងព្រះអង្គត្រាស់ដឹងមកបងណាយកឡើងទូកមកតម្កល់នៅលើនេះហ្នឹងបងមកលើទូកលើសំពៅយើងហៅសំពៅសម័យនោះភាសាបាលីគឺនាវាបងណានាវាសប្តាហ៍ថ្ងៃយើងហៅនាវាដែរនាវាចម្បាំងនាវាដឹកទំនិញអីចឹងបងលើកដាក់ទៅផើងប៉ុណ្ណាញោមផើងហ្នឹងកម្ពស់ប្រហែលម៉ែត្របងចាំទេផើងពោធិព្រឹក្សធ្វើពីមាសហ្នឹងកម្ពស់2 ម៉ែត្រកន្លះខ្ពស់ធំហ្នឹងបងណា2 ម៉ែត្រកន្លះជាងមួយជំហរយើងណាបងធំកម្ពស់2 ម៉ែត្រកន្លះគឺ5 ហាត់បងណាមួយហាត់ស្មើប្រហែលកន្លះម៉ែត្រអញ្ចឹងយើងសរុបឲ្យប៉ុណ្ណឹងកម្ពស់ប៉ុណ្ណឹងបងហើយរង្វង់មូលរង្វង់មាត់ហ្នឹងគឺ5 ម៉ែត្រ4 ម៉ែត្រកន្លះបង9 ហាត់ 4 ម៉ែត្រកន្លះហើយទៅតឹង1 ម៉ែត្រកន្លះទៅតឹងប៉ុណ្ណាបណ្ដោយអាចខ្ទង់3 ម៉ែត្រអីប៉ុណ្ណឹងឯងបងបណ្ដោយទៅតឹង1 ម៉ែត្រកន្លះបងហើយកម្រាស់ប្រហែលជា2 តឹកប៉ុណ្ណាកម្រាស់ប្រហែលមួយចំអាមធំណាអត់ងាយបែកទេបងហើយលើកដាក់លើទូកហ្នឹងព្រះរាជាចុះក្នុងទឹកមកបងណាគ្រាន់តែមកដល់កន្លែងនេះហ្នឹងព្រះអង្គថ្វាយរាជសម្បត្តិម្ដងទៀតបងណាមកដល់កន្លែងលើកដាក់លើទូកហ្នឹងថ្វាយរាជសម្បត្តិគឺឲ្យពោធិព្រឹក្សហ្នឹងធ្វើជាព្រះរាជាគ្រប់គ្រងនគររបស់ព្រះអង្គដែលមាននគរចំនួន 84,000 នគរបងណាតែនគរចំនួនហ្នឹងទូចទេមិនធំទេសំបីទៅភូមិមាផ្នែកខ្លះសពថ្ងៃនេះជានគរចំនួនរបស់ព្រះបាទធម្មសោកដែរមិនធម្មតាទេបងណាហើយទៅឥណ្ឌាខាងលិចប៉ាគីស្ថានអីទាំងអស់សពថ្ងៃហ្នឹងគឺប៉ាគីស្ថានអាហ្វហ្គានីស្ថានគឺក្រោមការគ្រប់គ្រងរបស់ព្រះបាទធម្មសោកទាំងអស់ព្រះបាទធម្មសោកហ្នឹងមានប្រទេសធំសម័យហ្នឹងប៉ុណ្ណាហ្នឹងហើយអញ្ចឹងទៅក៏បូជានៅសម្បត្តិទាំងអស់របស់ខ្លួនឯងហ្នឹងចំពោះពោធិព្រឹក្សតែបូជាកំណត់ថ្ងៃតែមួយអាទិត្យទេណាមិនមែនបូជារហូតទេអានេះក៏ជានេះមួយដែរព្រោះប្រធេរៈសម័យហ្នឹងលោកព្រះអរហន្តលោកដឹងណាចឹងការបូជាយ៉ាងហ្នឹងគេហៅបូជាកំណត់ពេលវេលាចឹងពេលខ្លះយើងនៅតាមផ្ទះអីចឹងប៉ុណ្ណាយើងមានបរិខារណាល្អចង់ថ្វាយព្រះអង្គអីចឹងទៅដូចជាជីវរឬក៏ដូចជាក្រែដូចជាស្អីចឹងយើងឃើញ
បានក្រែមកល្អប៉និតណាអាត្មាសាធ្វើដែរអញ្ចឹងក៏ព្រោះនឹកដល់រឿងព្រះរាជាសម័យមុនលោកបូជាអញ្ចឹងឥឡូវហ្នឹងក្រែកន្លែងអាត្មាសឹងហ្នឹងកន្លែងសច្ចៈបុត្រហ្នឹងពេលរៀបចំទៅឃើញស្អាតបន្ទប់ហ្នឹងហើយយើងក៏មានបន្ទប់បកណ្ឌកៈសឹងអញ្ចឹងរៀបមកបន្ទប់ហ្នឹងអញ្ចឹងទៅថ្វាយព្រះអង្គប្រើប្រាស់សិនគឺយើងថ្វាយប្រហែលថ្ងៃប្រហែលខែអញ្ចឹងប៉ុណ្ណាហើយតែយធัวញាតិញោមបូជាមកឃើញណាល្អយកទៅបូជាព្រះអង្គប្រើប្រាស់សិនដល់កំណត់ថ្ងៃហើយយើងក៏យកមកប្រើប្រាស់វិញការឲ្យដោយការបូជានេះអញ្ចឹងដូចព្រះរាជាមិនមែនដូចណាយើងថាដូចអញ្ចឹងតែមិនមែនព្រះរាជាដូចយើងគឺយើងដូចព្រះរាជាមិនត្រូវដូចព្រះរាជាលោកធ្វើមកលោកពេលទៅដល់គុលពោធិព្រឹក្សលោកបូជារាជសម្បត្តិ7 យប់ 7 ថ្ងៃម្ដងពេលពោធិព្រឹក្សនឹងមកដល់នគរបាតលីបុត្រទីក្រុងបាតលីបុត្រលោកបូជា7 យប់ 7 ថ្ងៃម្ដងទៀតលើកទី3មកដល់សមុទ្រនឹងមកដល់សមុទ្រដែលត្រៀមមកកាន់កោះលង្កានៅខាងឆ្នេរសមុទ្រឥណ្ឌាតែឥណ្ឌាភាគខាងត្បូងជាងខាងកើតប៉ុណ្ណាបូជាម្ដងទៀត7 យប់ 7 ថ្ងៃទៀតរួចហើយបានព្រះរាជាញាតិញោមគឺពេលហ្នឹងព្រះរាជាមានសេចក្តីទុក្ខសោកដោយនឹកឃើញស្រឡាញ់ពោធិព្រឹក្សខ្លាំងព្រះរាជាហើយកូនស្រីខ្លួនឯងគឺសង្ឃមិត្តាធេរីជាទីស្រឡាញ់ដល់ក្រៃលែងត្រូវចាកចោលទៅកូនប្រុសជាទីស្រឡាញ់ក្រៃលែងនៅឯកោះស្រីលង្កាចៅប្រុសដែលជាទីស្រឡាញ់ក្រៃលែងនៅកោះលង្កាទាំងអស់ដល់អញ្ចឹងទៅមានអារម្មណ៍ក្តុកក្តួលហើយឥឡូវពោធិព្រឹក្សដែលខ្លួនឯងស្រឡាញ់គ្រប់បូជាខ្លាំងហ្នឹងត្រូវទៅកាន់កោះលង្កាទៀតចឹងព្រះរាជាឈរមើលលុយទឹកទៅប៉ុណ្ណាលុយទឹកទៅដល់កន្លែងសំពៅចតហ្នឹងវាអត់មានកំពង់ផែមើលទៅលុយទៅដល់កន្លែងហ្នឹងបានលើកនេះនឹងដាក់លើសំពៅទៅហើយព្រះរាជាឈរមើលរហូតដល់បាត់សំពៅពីភ្នែកញោមព្រះរាជាជ្រះថ្លានឹងពោធិព្រឹក្សនឹងក្រៃលែងសំពៅធ្វើដំណើរនៅលើផ្ទៃទឹកនេះញោមផ្កាដែលជាទឹកផ្កាឈូក5ពណ៌ប្រភេទពណ៌ផ្សេងហ្នឹងអណ្ដែតនៅលើទឹកបូជាព្រះពោធិព្រឹក្សមកញោមអស្ចារ្យហើយទឹកចម្ងាយ1 យោជន៍ជុំវិញ16 គីឡូជុំវិញទូកហ្នឹងគឺអត់មានរលកទេអស្ចារ្យញោមណារលកសមុទ្រមហាសមុទ្រឥណ្ឌាហ្នឹងណាគឺអត់មានរលកមកប៉ះទូកហ្នឹងទេគឺស្ងប់លោកថាស្ងប់មក1 យោជន៍ជុំវិញសំពៅហ្នឹងហើយធ្វើដំណើរមកដល់ពាក់កណ្ដាលសមុទ្រហ្នឹងគឺពួកនាគទាំងឡាយហ្នឹងមកសម្ដែងខ្លួនដើម្បីដណ្ដើមយកពោធិព្រឹក្សនឹងទៅបូជាយកដោយកម្លាំងដោយអំណាចរបស់នាគហ្មងតែព្រះថេរីជាព្រះអរហន្តប៉ុណ្ណាលោកមានរិទ្ធមានអភិញ្ញាលោកនិមិត្តធ្វើជាគ្រុឌដ៏ធំមួយបក់មកពីលើហើយនាគនឹងគ្រុឌហ្នឹងនាគឲ្យតែឃើញគ្រុឌហ្នឹងគឺបបអីខ្លោបខ្លាចហើយអត់ហ៊ានប្រឈមមុខទេនាគខ្លាំងទៅដេកនៅក្នុងវិមានរបស់ខ្លួនមិនហ៊ានបើកភ្នែកផងចឹងភ័យខ្លាចដល់ដឹងថាជាប្រធេរីក្រោយមកប្រធេរីក៏នាគក៏ស្នើសុំដឹងថាមិនឈ្នះប្រធេរីស្នើសុំយកទៅបូជាពោធិព្រឹក្សនាគយកទៅបូជានៅឋាននាគ7 យប់ 7 ថ្ងៃទៀតបានមកវិញហើយក៏ពោធិព្រឹក្សនឹងព្រះថេរីទៅនិមន្តទៅកោះស្រីលង្កានឹងទៅពេលដែលធ្វើដំណើរចេញអំពីនេះមកណាចេញពីនគរបាតលីបុត្រមកថ្ងៃ1 កើតខែ 1អាត្មានិយាយអញ្ចឹងមកស្រួលស្ដាប់ណាថ្ងៃ1 កើតខែ 1ពេលហ្នឹងសុមនៈសាមណេរលោកជាសាមណេរជាចៅរបស់ព្រះបាទធម្មមាសោកហ្នឹងលោកប្រាប់ទៅព្រះរាជាទេវានបយទេសៈដែលជាព្រះរាជាមិត្តសម្លាញ់របស់ព្រះបាទធម្មមាសោកនៅកោះលង្កាហ្នឹង
ngày muốn dương bàn giấy á nó nè từng pi nè nâng thọp chỉ bong ôn kia cả nơi chỉ nè lụi từ khmum á mình thấy chỉ bong rồi bỏ vào bạn thường mới sao mày nếp á tại mà đòi chuyện ní chỉ mất sầm lạnh những kia cái hào tha chỉ sầm lạnh đã thọp khơi kia tại sầm lạnh kia á nó bạn này sai á nhìn nhúng đại dương thọp thưa lọ môi chủ môi kia xong bay tới ngay giang ná khơi kia từ một plate rồi còn đang nằm đang tích nó cứ miên là rom tha snap snap mà bảo chẳng một bạn này sai thọp chịu bong ôn những kia mà chẳng tới beri chia khang tây viên nam bây giờ tây sạn đi ban rồi bỏ lọ miên rồi xây ó chá con công ty mà ha vung hay nâng giặt pi bẩn ý bó rồi xây nâng cứ dương hao tha rồi biếm đôi khai chữ sập ngay khá ấy posil á bàn ta posil bài Việt tới chỉ bông nè bông keo ấy rọp rồi năm chẳng Việt tới chỉ rất là vật thổ á nó khơi nó không rồi xây nâng miên rúp vi chất ấy xem do rồi bỏ lọ nó nhà mọi mình phẹt luôn ai nơi ấy tình đi đi chia và bạn phần visa nó nhớ nơiเครื่องสำหรับกรงเรียกមានមង្កត់អីជាដើមហ្នឹងផ្ញើទៅឲ្យមិត្តភ័ក្តិនៅកោះលង្កាឲ្យបានក្រងរាជក៏ស្រឡាញ់គ្នាខ្លាំងណាស់ហើយចាអឺព្រះពុទ្ធវចនៈក៏ដាក់នៅក្នុងផែនមាសហ្នឹងផ្ញើទៅឲ្យសម្លាញ់ទៀតបងផ្ញើទៅឲ្យសម្លាញ់នៅកោះលង្កាទេវានបយៈទេសៈនោះបងអ្នកទាំងពីរហ្នឹងជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធហ្នឹងណាក្រោយមកបានដឹងអញ្ចឹងពីសុំម្នាក់សាមណេរថ្ងៃមួយកើតខែមួយនឹងឯងបងនៅក្នុងពុទ្ធសករាជដែលកន្លងទៅ236ហ្នឹងបងពេលហ្នឹងក៏សុំម្នាក់សាមណេរប្រាប់ទៅព្រះរាជាទេវានបយៈហ្នឹងឲ្យទៅទទួលអញ្ចឹងព្រះរាជាមុននឹងទៅហ្នឹងលោកក៏ឲ្យគេធ្វើផ្លូវបងណាពីអនុរាធបុរៈនឹងមកកាន់ចម្ពូកោលៈបត្តនៈចម្ពូកោលៈបត្តនៈនឹងលើកថាកំពង់នឹងគឺនៅនឹងកោះនាគតិបៈនឹងឯងប៉ុណ្ណាកំពង់នឹងនៅនឹងកោះនាគតិបៈតែមិនដឹងតាណាអាត្មាក៏មិនស្គាល់ដែរប៉ុណ្ណាហើយកំពង់នឹងក៏ដាំនៅពោធិព្រឹកមួយដែរបងពោធិព្រឹកដែលជាក្របនៅក្នុងដើមពោដែលកាត់មកហ្នឹងចាំអាត្មាសំដែងរឿងនឹងបន្តទៀតប៉ុណ្ណាអញ្ចឹងគឺព្រះរាជាឲ្យគេនេះផ្លូវដូចជាខ្ទង់100គីឡូជាងហ្នឹងញោមពីអនុរាធបុរៈហ្នឹងចង់200គីឡូដឹងថាជាង100ក្បែរ200គីឡូដែរឆ្ងាយមិនជិតទេប៉ុណ្ណាព្រះរាជាឲ្យធ្វើផ្លូវនឹងប្រមាណប្រហែលជាកន្លះខែបងធ្វើផ្លូវច្រើនយោជហ្នឹងធ្វើផ្លូវមកកាន់ខាងជើងប្រទេសស្រីលង្កាហ្នឹងតាំងពីថ្ងៃនេះហ្នឹងបងណាចេញដំណើរមកដល់កោះលង្កាហ្នឹងមកដល់នឹងនេះហ្នឹងគឺរយៈពេល14ថ្ងៃបងគឺធ្វើដំណើរចេញពីបាតលីបុតមកអាទិត្យចេញពីកំពង់ពីប្រទេសឥណ្ឌាមកកាន់កោះលង្កាហ្នឹងអាទិត្យវា14ថ្ងៃហ្នឹងបងណាគឺថ្ងៃទី14កើតខែ1ហ្នឹងបានព្រះរាជានឹងទៅទទួលដល់កន្លែងកំពង់ទឹកឈ្មោះចម្ពូកោលៈបត្តនៈហ្នឹងមកដល់កន្លែងហ្នឹងហើយធ្វើដំណើរពីហ្នឹងមកកាន់អនុរាធបុរៈដែលជាទីក្រុងរបស់កោះលង្កានេះរយៈពេល1ថ្ងៃទៀតគឺក្រាស់ខែកុដបងមកដល់កោះហ្នឹងមកដល់ទីក្រុងអនុរាធបុរៈហើយចូលនគរទិសខាងជើងខ្លងទ្វារទិសខាងជើងហើយខាងត្បូងនៃនគរអនុរាធបុរៈហ្នឹងទីក្រុងអនុរាធបុរៈហ្នឹងពីខ្លោងទ្វារទិសខាងត្បូងចេញពីខ្លោងទ្វារទៅទិសខាងត្បូងហ្នឹងចម្ងាយ1យោជន៍ប៉ុណ្ណាចម្ងាយ1យោជន៍បងគឺជាឧទ្យានមួយឈ្មោះដូចជាមិន1យោជន៍ដូចជាប្រហែលនេះអាត្មាភ្លេចដូចជា1យោជន៍អញ្ចឹងបងតែយោជន៍វាផ្សេងគ្នាដែរប៉ុណ្ណាកន្លែងខ្លះ1យោជន៍
ត្រឹមតែ1គីឡូជាងក៏មានដែរបងណាតែដឹងថាចម្ងាយបើមិនមកយោជប្រហែលជាមួយយោជអញ្ចឹងហ៎បងចេញទៅទិសខាងត្បូងមានឧទ្យានមួយឈ្មោះមហាមេឃវ័នប្រែបើយើងថាឧទ្យានមហាមេឃវ័នមហាមេឃហ្នឹងប្រែថាភ្លៀងធំហ៎បងមេឃហ្នឹងប្រែថាភ្លៀងបងព្រៃវ័នហ្នឹងគឺសំដៅដល់ឧទ្យាននឹងឯងគឺព្រៃនឹងឯងបងនៅចំកណ្ដាលឧទ្យានមហាមេឃវ័នហ្នឹងព្រោះមានអាមាត្យម្នាក់ហ្នឹងគាត់ចាប់ផ្ទៃដីកន្លែងហ្នឹងធ្វើជាឧទ្យានចំថ្ងៃដែលភ្លៀងធំដល់អញ្ចឹងក៏ដាក់តាមនិមិត្តហ្នឹងថាជាឧទ្យានមហាមេឃវ័នបងហើយព្រះរាជាថ្វាយឧទ្យានហ្នឹងដល់ព្រះមហាថេរៈព្រះមហិន្ទនឹងឯងបងណាហើយពេលនឹងឯងគឺកន្លែងហ្នឹងចំកណ្ដាលឧទ្យានហ្នឹងគឺជាកន្លែងចេតិយដែលមិនមានការផ្លាស់ប្ដូរហៅអចលនដ្ឋានឋានដែលមិនមានការផ្លាស់ប្ដូរជាកន្លែងដែលតម្កល់នៅពោធិព្រឹក្សរបស់ព្រះសម្មាសម្ពុទ្ធកកុសន្ធោកោណាកមនោនិងព្រះកស្សបៈប៉ុណ្ណាគឺតម្កល់តែកន្លែងនឹងមួយទេហើយចំកណ្ដាលឧទ្យាននឹងតែម្ដងចេញពីខាងខ្លោងទ្វារខាងត្បូងនៃទីក្រុងអនុរាធបុរៈមកដូចជាអាត្មាចាំមកយូរក៏គលោកខុសអីប៉ុណ្ណាចេញមកបានមកដល់កន្លែងហ្នឹងហើយក៏បដិស្ថាននៅកន្លែងហ្នឹងតែមកតាមផ្លូវហ្នឹងគឺមានពោធិព្រឹក្សហ្នឹងបដិស្ថានតាមផ្លូវមករឿយៗ4កន្លែងមកដល់កោះហ្នឹងណាហើយព្រះរាជាទេវានំបយៈទេសៈហ្នឹងចុះទឹកទៅត្រឹមកកប៉ុណ្ណាទៅទទួលពោធិព្រឹក្សមកទទួលឲ្យអភិសេកពោធិព្រឹក្សនឹង3ដងដោយព្រះរាជាព្រះបាទធម្មសោកដែរ3ដងដូចគ្នាអភិសេកគឺយកកោះលង្កាទាំងអស់នឹងបូជាចំពោះពោធិព្រឹក្សឲ្យពោធិព្រឹក្សធ្វើជាព្រះរាជាគ្រប់គ្រងកោះលង្កាហ្នឹងម្ដងមួយអាទិត្យចឹងបងណាហើយពោធិព្រឹក្សមកដល់យើងឃើញបរិហាពោធិព្រឹក្សនៅប្រទេសឥណ្ឌានៅកន្លែងពុទ្ធស្ថានកន្លែងព្រះអង្គត្រាស់ដឹងបរិហា3ដងហើយតែមកដល់កន្លែងបដិស្ថាននៅកន្លែងពោធិព្រឹក្សនៅចំកណ្ដាលមេឃវ័នហ្នឹងឧទ្យានមេឃវ័នហ្នឹងធ្វើបរិហាទៀតបងណាពេលហ្នឹងព្រះរាជាពេលដែលទៅទទួលនៅកន្លែងកំពង់ទឹកហ្នឹងណាចំពូកោលបត្តនៈហ្នឹងព្រះរាជាលោកគេហៅថាមាននៅត្រកូលទាំង16ដែលព្រះបាទធម្មសោកបញ្ជូនមកត្រកូលហ្នឹងគឺយើងនិយាយថាម៉េចដូចជាអ្នកបំរើពោធិព្រឹក្ស16ត្រកូលប៉ុណ្ណាអ្នកបំរើពោធិព្រឹក្សសម័យខ្មែរយើងពីដើមមានដែរត្រកូលអ្នកបំរើចេតិយគឺត្រកូលរបស់ស្ដេចកនណាស្ដេចកនពីដើមហ្នឹងគឺជាត្រកូលអ្នកបំរើចេតិយដែរទេបងតែក្រោយមកបងប្អូនស្រីខ្លួនឯងបានជាស្នំឯករបស់សកលថបតទៅវាខ្លួនឯងហ្នឹងក៏បានធ្វើជាសម្ដេចទៅដល់មានងារជាសម្ដេចទៅក្រោយមកក៏មានរឿងហេតុអភេទអីចឹងទៅក៏សកលថបតអត់ទុកចិត្តណាចង់ឲ្យគេចាប់សម្លាប់រហូតដល់ខ្លួនឯងក៏ទ័ពបានក៏ធ្វើនៅការបដិវត្តសម្រាប់សកលថបតចោលណាអានឹងមានរឿងអញ្ចឹងគឺស្ដេចកនខ្មែរយើងហៅស្ដេចជ្រែករាជហ្នឹងគឺជាតកូលអ្នកបម្រើចេតិយនឹងសម័យមុនហើយមុនសុគន្ធបទបន្តិចហ្នឹងគឺព្រះបាទធម្មរាជាប៉ុណ្ណាធម្មរាជានឹងត្រូវជាបិតារបស់ព្រះអង្គចន្ទរាជានេះលោកបានកសាងចេតិយនៅលើភ្នំអាសន្ទុកសម័យហ្នឹងគឺភ្នំសន្ទុកសពថ្ងៃនៅខេត្តកំពង់ធំហ្នឹងណាបងគឺបូជាដោយភូមិដោយស្រុកណាបង21ស្រុកដំរី21ដំរីគោសេះ21នឹងច្រើនណាស់ហើយឲ្យគេធ្វើផ្ទាំងមាសនៅខាងក្នុងចេតិយហ្នឹងនៅក្នុងចេតិយហ្នឹងណាបងធ្វើឆ្លាក់ជារូបពុទ្ធប្រវត្តិព្រះពោធិសត្វនឹកជាដកប៉ុណ្ណាជាដកច្រើននៅលើហ្នឹង
ហើយថ្វាយមនុស្សច្រើនណាមើលថែចេតិយគឺសម្បត្តិចេតិយច្រើនណាសម័យនោះអ្នកបម្រើចេតិយអញ្ចឹងណាតែប្របាទធម្មមីសោកនេះគ្រាន់តែតកូល16តកូលប៉ុណ្ណាដូចអ្នកមើលថែចេតិយសពថ្ងៃអ្នកលេងភ្លេងអ្នកថ្វាយចង្ហាន់អ្នកបោះសម្អាតអ្នកស្អីស្អីអញ្ចឹងបងគឺតកូលទាំងអស់ហ្នឹងមិនមកអត់មាននរណាមើលថែព្រះរាជាបញ្ជូនមកអញ្ចឹងណាហើយដល់ពេលមកដល់កន្លែងតួចេតិយហ្នឹងណាក្នុងចេតិយហ្នឹងព្រះរាជាអត់មានសិទ្ធិធ្វើជាព្រះរាជាទេពេលហ្នឹងបងប្រហែលជាប្រធេរៈលោកណែនាំឬយ៉ាងម៉េចទេព្រោះឲ្យបូជាកោះលង្កានឹងទៅដល់ពោធិព្រឹកហើយបងអញ្ចឹងព្រះរាជាធ្វើអ្នកយាមទ្វាព្រះរាជាទេវេនវិយទេសៈហ្នឹងណាព្រោះកន្លែងចេតិយហ្នឹងគឺតួនេះហ្នឹងគឺព្រះរាជាខ្លួនឯងហ្នឹងទៅធ្វើជាអ្នកយាមទ្វាឯតកូលទាំង16ហ្នឹងគឺតែងខ្លួនធ្វើជាព្រះរាជាជំនួសវិញឥឡូវសម្បត្តិចេតិយហ្នឹងណាចឹងក៏បូជាចេតិយនឹងដោយរីសម្បត្តិហ្នឹង7ថ្ងៃហ្នឹង3ដងបងពោធិព្រឹកក្រណបរិស្ថានភ្លាមហ្នឹងបងណាដាក់ក្នុងផើងប៉ុណ្ណឹងចុះមេឃចុះអាប់ហ្មងបងអាប់មើលពោធិព្រឹកអត់ឃើញហ្មងពពកស្លុបហ្មងបងមើលអត់ឃើញគេអត់ដឹងថាពោធិព្រឹកនៅឯណាបងគ្រប់7ថ្ងៃបានអាប់នឹងបាត់ទៅបានគេឃើញពោធិព្រឹកវិញប៉ុណ្ណាអូព្រះរាជាជ្រះថ្លាក្រៃលែងណាប៉ុណ្ណានឹងពោធិព្រឹកហ្នឹងអញ្ចឹងពោធិព្រឹកទៅដល់កោះលង្កាទៅប្រតិស្ថានហ្នឹងគឺថ្ងៃ15កើតខែ1ហ្នឹងគឺខែមីកសិនឹងឯងប៉ុណ្ណាមីកសិរៈនឹងឯងបងខែមីកសិគឺខែ1បងនៅក្នុងពុទ្ធសករាជ236ប៉ុណ្ណាភាពអស្ចារ្យក៏កើតឡើងនៅកន្លែងហ្នឹងរហូតដល់ពោធិព្រឹកហ្នឹងពេលដែលអាប់នឹងបាត់ទៅហើយប៉ុណ្ណាដែលទៅកាន់អាកាសបងទៅដល់ភ្លាមមិនទាន់ចុះអាប់ទេទៅដល់ភ្លាមទៅដល់កន្លែងប្រតិស្ថាននឹងភ្លាមដែលទៅកាន់អាកាសកម្ពស់80ហត្ថស្មើ40ម៉ែត្របងពេលដែលពឹបអញ្ចឹងដូចជាព្រះអាទិត្យអញ្ចឹងជាខ្ញុំគឺភ្លឺពេញកោះលង្កាទាំងអស់ហ្មងបងភ្លឺពេលថ្ងៃហ្នឹងមិនមែនពេលយប់ទេបងភ្លឺមួយថ្ងៃវត្តល្ងាចរហូតដល់ថ្ងៃលិចមួយថ្ងៃហ្នឹងភ្លឺពេញកោះលង្កាភ្លឺហ្នឹងពន្លឺក្របព្រះអាទិត្យបងណាមានភិក្ខុមួយអង្គលោកចម្រើនកម្មដ្ឋានពេលថ្ងៃអញ្ចឹងបងលោកកើតបៃតិសោមនស្សខ្លាំងមិនមែនចម្រើនកម្មដ្ឋានទេលោករៀនធម៌ពួកអង្គុយលោកពិចារណាដល់នេកមៈទៅកើតបៃតិសោមនស្សនោះពន្លឺភ្លឺឃើញពេជ្រប៉ិនហៅប៉ិនក្អមបងក្អមទឹកយើងធំបងមិនមែនប៉ិនដូងទុំប៉ិនក្អមទឹកមកពន្លឺភ្លឺឆ្វាច់ចឹងប្រហែលជាម៉ោង3ម៉ោង4ល្ងាចណាពន្លឺនឹងជះក្របដណ្ដប់ពេញវត្តហើយជះពន្លឺនឹងខ្លាំងណាជះពន្លឺព្រះអាទិត្យឲ្យពន្លឺព្រះអាទិត្យចូលមកក្នុងវត្តបានទេបងខ្លាំងណាជះត្រឡប់ទៅវិញហើយពន្លឺដែលព្រះពោធិព្រឹកនឹងទៅដល់កន្លែងប្រតិស្ថាននៅក្នុងមហាមេឃវ័នហ្នឹងណាក៏ដូចគ្នាមិនមែនដូចគ្នាខ្លាំងជាងទៀតបងព្រោះជះកោះលង្កាទាំងមូលកោះលង្កា1/3នៃស្រុកខ្មែរយើងណា65000 គីឡូម៉ែត្រជាងប៉ុណ្ណាហើយយើងនេះ180,000ជាងបងអញ្ចឹងគឺ1/3នៃស្រុកខ្មែរតូចជាងខ្មែរយើង2ដងបងអញ្ចឹងគឺពេលនោះពន្លឺជះអញ្ចឹងហើយផ្សាយទៅពន្លឺផ្សាយទៅតឹងពេញកោះលង្កាផ្សាយទៅលើទៅដល់ព្រំបងណាដល់ព្រំមលោងហើយតាំងនៅរហូតដល់ល្ងាចបានពោធិព្រឹកហ្នឹងចុះមកប្រតិស្ថាននៅកន្លែងដែលគេដាំហ្នឹងបងរួចហើយពពកអាប់នៅរហូតដល់7យប់7ថ្ងៃបានពន្លឺនឹងបាត់ទៅពេលនោះគឺឃើញនៅពោធិព្រឹកដែលមានមេឃ5មេឃបងទៅលើមួយនិងទៅកាន់ទិសទាំង4ហ្នឹង4ដោយឡែកទិសខាងជើងបងមេឃមកទិសខាងជើងបងណាមេឃធំមាន5ហ្នឹងមេឃមកទិសខាងជើងហ្នឹងគឺ
ព្រះថេរៈមហិននឹងលោកដើរទៅដល់ក្បែរនោះជ្រុះមកបងជ្រុះក្របមកជ្រុះផ្លែមែនក្របជ្រុះផ្លែមកផ្លែព្រះថេរៈឃើញអញ្ចឹងលោកក៏ទទួលអត់ឲ្យដល់ដីទេប៉ុណ្ណាទៅទទួលផ្លែដែលធ្លាក់មកនឹងហើយក៏ដាក់នៅក្នុងពហុរបស់ព្រះរាជាឲ្យព្រះរាជាដាំព្រះរាជាឲ្យគេធ្វើផើងមាសប៉ុណ្ណាមានផើងមាសមកហើយដាក់ប្រភេទដីដែលមានឲ្យជាល្អឲ្យជាក្អូបហ្នឹងប៉និតហ្នឹងហៅដីជីល្អហ្នឹងក៏ដាក់ដាំទៅមួយផ្លែតហ្នឹងបងពូនឹងដុះឡើងព្រឹបបដោះបាន8គ្រាប់បងមួយផ្លែហ្នឹងបាន8គ្រាប់8គ្រាប់ហ្នឹងគាត់ដាំភ្លាមស្រោចទឹកហើយភ្លាមដោះមកជាកូនពូខ្ចីមកមានកម្ពស់2ម៉ែត្របងកម្ពស់4ហត្ថបង2ម៉ែត្រមកហ្មងអត់មានចាំយូរអីទេបងដុះធំមកតែម្ដងអានេះមែកមកទិសខាងជើងគឺមែកមកទិសប្រទេសឥណ្ឌាហ្នឹងហ្មងបងកាលយើងកាត់មែកទៅខាងណាញាតិញោមការកាត់នៅកន្លែងព្រះអង្គត្រាស់ដឹងចាំទេបងខាងត្បូងទៀនទៅខាងត្បូងហើយដល់ពេលមែកដែលមានក្របធ្លាក់មកមុនគេមកដល់ប្រទេសស្រីលង្កាទៅទិសណាវិញបងទៅខាងជើងវិញទៀតបងទៅខាងជើងវិញហើយក្នុងមួយមែកហ្នឹងមានទាំង5មែកហ្នឹងមានមែកយើងហៅថាគេហៅមែកទូចមែកធំ5ហើយមែកទូចមាន1000ទៀតប៉ុណ្ណាច្រើនណាស់អញ្ចឹងទៅពោធិព្រឹកនឹងបាននេះមកក្រោយមកទៀតនៅសល់4មែកទៀតក៏ធ្លាក់មកព្រះរាជាក៏យកទៅបដោះមួយមែកមួយគ្រាប់មួយមែកមួយគ្រាប់មួយមែកមួយផ្លែយើងហើយមួយមែកមួយផ្លែអញ្ចឹងប៉ុណ្ណាមួយមែកមួយផ្លែបដោះទៅគឺក្នុងមួយផ្លែហ្នឹងមាន8គ្រាប់អញ្ចឹងតែ8គ្រាប់ដំបូងហ្នឹងគឺដាំនៅកន្លែងកំពង់ប៉ុណ្ណាកំពង់ដែលព្រះរាជាទៅទទួលហ្នឹងកន្លែងចម្ពូកោលបតនៈហ្នឹងណាដាំនៅកន្លែងហ្នឹងមួយតែអាត្មាក៏មិនដឹងតាណាដែរតែឃើញសេថានៅនាគតិបកោះនាគនឹងដែរបងហើយប្រមាណ2ផ្លែទៀតដាំនៅរោហណជនបទនៅក្បែរទីខវាពិចេតីកន្លែងនំកល់នៅកញ្ចក់ព្រះអង្គបងណាហើយ5ផ្លែទៀតគឺដាំនៅកន្លែងបឋមចេតីនៅក្បែរអនុរាធបុរៈនឹងមួយដាំនៅកន្លែងមីសកបរពតមួយកន្លែងការៈជក្រៀមមួយហើយនឹងផ្ទះរបស់ព្រាហ្មណ៍នោះមួយហើយនឹងនៅកន្លែងទេសនមានណានឹងមួយតែអាត្មាក៏អត់សូវស្គាល់ដែរនឹងនៅតាណាប៉ុន្តែចាំតែឈ្មោះមកអញ្ចឹងបើរោហណជនបទអីហើយក្រោយមកនៅសល់4ផ្លែទៀតបដោះទៅបានមួយផ្លែ8គ្រាប់4ដង32គ្រាប់ទៀតប៉ុណ្ណាក៏យកទៅដាំនៅកន្លែងផ្សេងមានដាំនៅមហិយ៉ាងគណៈចេតិយនៅក្នុង32ហ្នឹងណាដាំនៅមហិយ៉ាងគណៈចេតិយជាគ្រាប់ទី9ញាតិញោមទៅកន្លែងព្រះកេសធាតុនៅមហិយ៉ាងគណៈចេតិយយើងហៅថាលង្កាពុរៈហ្នឹងជាទីក្រុងយៈនៅក្នុងរឿងនេះក៏និយាយដែរគេហៅលង្កាអីកោះលង្កាជាកោះយៈបងសម័យមុននឹងពុទ្ធសាសនាទៅកាន់កន្លែងហ្នឹងគេហៅថាលង្កាទីបៈប៉ុណ្ណាលង្កាទីបៈហ្នឹងប្រែថាកោះលង្កាទ្វីបយើងហៅលង្កាទ្វីបគឺកោះលង្កាក្នុងកោះលង្កាគឺសំដៅដល់ប្រទេសលង្កាទាំងមូលដល់ពេលលង្កាពុរៈកោះហ្នឹងក៏ឈ្មោះនគរយៈហ្នឹងឈ្មោះថាលង្កាដែរលង្កាបុរីឬក៏ទីក្រុងលង្កាដែរតែទីក្រុងទូចទេទីក្រុងដូចជាទទឹងប្រហែលយោជនេះបដោយ3យោជអញ្ចឹងដូចទទឹង1យោជបដោយ3យោជប្រហែលប៉ុណ្ណឹងឯងទីក្រុងហ្នឹងណាហើយទីក្រុងហ្នឹងគឺកន្លែងមហិយ៉ាងគណៈចេតិយកន្លែងព្រះអង្គទៅលើកដំបូងហ្នឹងកន្លែងដែលព្រះអង្គឲ្យប្រកេសធាតុដល់សុមនៈទេវបុត្រនឹងនិយាយរឿងម៉ោងចិត្តចប់ទៀតហើយញោម
អាត្មាគិតថាសរុបឲ្យឆាប់ចប់ដែរតែងាកមើលម៉ោងចុំជិត10ទៀតហើយបងអញ្ចឹងពោធិព្រឹកឥឡូវសង្ខេបបញ្ចប់មកចុះកុំឲ្យទុកថ្ងៃក្រោយទៀតបងពោធិព្រឹកប្រវត្តិវែងណាញាតិញោមប៉ុណ្ណាអាត្មានិយាយមិនអាចអស់បានទេព្រោះវែងទៅទៀតអញ្ចឹងពោទី1ហ្នឹងបានមកកាន់កោះលង្កាហើយក្រោយមកអឺតាមលឺមកប៉ុន្តែអត់ឃើញក្នុងគម្ពីរច្បាស់ទេប៉ុណ្ណាតាមលឺមកតគ្នាប៉ុន្តែប្រវត្តិយ៉ាងណាគឺអត់ឃើញច្បាស់ទេថាសម័យអឺបារាំងគេមកគ្រប់គ្រងខ្មែរយើងនឹងឃើញថាពោធិព្រឹកមកពីកោះលង្កានឹងដាំនៅក្នុងរាជនិវេសគឺនៅក្នុងរាជវាំងរបស់ស្ដេចខ្មែរយើងសម័យមហានគរញោមដឹងថារាជវាំងសម័យមហានគរនៅណាដឹងទេញោមនៅក្នុងនគរធំប៉ុណ្ណានគរធំហ្នឹងគឺមានវាំងស្ដេចមួយគេហៅរាជនិវេសគឺវាំងហ្នឹងកន្លែងស្ដេចគង់នៅគឺនៅខាងលិចពលានជួលតម្រៃនៅក្នុងមហានគរយើងហៅនគរធំនឹងឯងបងនៅក្បែរនឹងវិមានអាកាសក្បែរវិមានអាកាសហ្នឹងនៅទិសអាគ្នេយ៍វិមានអាកាសហ្នឹងគឺមានពោធិព្រឹកមួយបងមានពោធិព្រឹកនៅនឹងមួយដាំនៅខាងក្នុងឬថាមកពីលង្កាដែរពោធិព្រឹកហ្នឹងបងអាចថាមកនៅក្នុងសម័យសតវត្សទី12 13ហ្នឹងបងណាក្នុងសម័យជ័យប្រមាណទី7នឹងឯងលើសតិចតួចហ្នឹងបងហើយនឹងឮថាសម័យសង្គមរាស្ត្រនិយមសម្ដេចសីហនុហ្នឹងក៏យកពោធិព្រឹកមកដែរតែអាត្មាអត់ឃើញគម្ពីរដែរបងណាតែឮគេនិយាយតគ្នាថាដាំនៅអង្គរតូចនៅទ្វារចូលអង្គរតូចប៉ុណ្ណាមកជួរមាត់កសិនខាងលិចហ្នឹងទៅខាងលិចញោមឃើញពោធិព្រឹកច្រើននេះមកជួរហ្នឹងបងធំហ្នឹងក៏ឮថាមកពីលង្កាដែរអានេះអាត្មាដឹងប្រវត្តិទេបងណាដឹងតគ្នាអត់ឃើញក្នុងគម្ពីរទេបងសួរជីមីណៃទៅជីមីណៃថាអត់ច្បាស់ប្រវត្តិដែរចឹងអត់ច្បាស់ដូចតែអាត្មាដែរអាត្មាសួរដែររឿងហ្នឹងនៅកន្លែងណាអត់ឃើញគម្ពីរមានសួរហើយនឹងប្រវត្តិពោធិព្រឹកមកកាន់ស្រុកខ្មែរយើងប៉ុណ្ណាហើយក្រោយមកនេះយើងសម័យក្រោយនេះយើងរតនាមេឃពីនឹងមកច្រើនណាញាតិញោមតែប្រហែលឆ្នាំ2023នេះយើងរតនាមកច្រើនណាមេឃសម័យអាត្មាទៅចាំភាសានៅកោះលង្កាហ្នឹងបងដល់ពេលមកហ្នឹងរតនាមកច្រើននំកល់នៅគូលតឹងមេឃស្រីពោធិព្រឹកនឹងដែរពោធិព្រឹកទៅធ្វើបដិហារហ្នឹងបងគឺយើងគេផ្សាំមកបងនៅគូលតឹងនៅសន្លងនៅធម្មចាក់ហើយនឹងនៅសក្យបុត្រហើយនឹងនៅសៀមរាបនៅបាត់ដំបងផន្ទេតៅអីសៀមរាបនឹងមានអត់ទេនេះផន្ទេតៅក៏មានដែររដ្ឋនាមសម័យហ្នឹងហើយយើងនៅខាងកោះធំស្អាងកោះធំនោះប៉ុណ្ណាអញ្ចឹងមានច្រើនកន្លែងដែរបានរដ្ឋនាពោធិព្រឹកពីមេឃសង្កមិតតាធេរីពោធិព្រឹកនឹងមកប៉ុណ្ណាហើយពោធិព្រឹកនឹងបើរាប់មកដល់ឥឡូវមកកាន់កោះលង្កាហ្នឹងណាខ្ទង់ប្រមាណ2333 34ហើយប៉ុណ្ណា2333ចូល34ឆ្នាំហ្នឹងឯងបងអាយុកាលព្រោះយើងដកទៅយើងដកពុទ្ធសករាជប្រហែលឥឡូវ2570មែនទេបង70កណាយើងដក236ចេញសមប៉ុន្មានបងដកអត់បងហ្នឹងហើយនឹងសមប៉ុន្មាននេះតែអាត្មាធ្លាប់គិតកាលមុនកាលអាត្មាទៅស្រីលង្កាកាលមុនមិនទាន់ដល់វិសាខបូជាអញ្ចឹងឃើញពី2333ឥឡូវវាចូល34ណាបងណាកណា2334
ពណា2334ហើយអាយុកាលដែលមកណាមកដល់ថ្ងៃ15កើតខែ1មកដល់កន្លែងប្រសិដ្ឋានហ្នឹងតែចេញដំណើរមកកន្លះខែពីបាតលីបុតពីប្រទេសឥណ្ឌាមកបានមកដល់កន្លែងហ្នឹងឯពោធិព្រឹកកន្លែងព្រះអង្គត្រាស់ដឹងនេះនិយាយឲ្យចប់តែម្ដងមើលប្រកេសធានដឹងអត់ទៀតទេញោមទៅដល់មកតែពោធិព្រឹកគូមើលទៅចប់ទាំងប្រផាប្រភីងហើយព្រោះអាត្មាដល់ពេលនេះរកកន្លែងចប់មិនឃើញនៅឯប្រទេសឥណ្ឌានេះប៉ុណ្ណាកន្លងមកពេលដែលព្រះរាជាលោកគ្រប់គ្រងរាជហ្នឹងពុទ្ធសករាជកន្លងទៅបាន270សំទោសណា270ពុទ្ធសករាជកន្លងទៅ272ឆ្នាំបងអញ្ចឹងក្រោយអំពីការដែលទៅកាន់កោះលង្កាប្រហែលឆ្នាំ236ហើយមកដល់272ឆ្នាំបងកន្លងទៅប្រហែលហើយបង30ហើយនឹង70ប្រហែលជាខ្ទង់30ឆ្នាំជាងដែរប៉ុណ្ណាជាង30ឆ្នាំទៀតបងសម័យព្រះរាជាជ្រះថ្លានឹងពោធិព្រឹកលោកដោយច្រើនលោកនៅជាមួយពោធិព្រឹកឆ្នាំមួយអាទិត្យអីយល់ទៅអង្គុយកម្មដ្ឋានក្រោមពោធិព្រឹកកន្លែងព្រះអង្គត្រាស់ដឹងនឹងព្រះរាជាប្របាទធម្មសោកដល់អញ្ចឹងទៅអគ្គមហេសីទី4ណាឈ្មោះនាងទេសរកិតាបងនាងដូចថាមិនសូវយល់ដឹងអំពីពុទ្ធសាសនាផងអញ្ចឹងទៅមានអារម្មណ៍ប្រច័ណ្ឌស្វាមីខ្លួនឯងអគ្គមហេនៅព្រះរាជស្វាមីគឺប្របាទធម្មសោកអត់ឃើញលោកមកសោះទៅនៅទៅពោធិព្រឹកនឹងដោយច្រើនហើយឆ្ងាយដែរជាង100គីឡូពីទីក្រុងបាតលីបុតនឹងទៅកន្លែងព្រះអង្គត្រាស់ដឹងបងតែខ្ទង់ជាង100គីឡូបងហើយព្រះរាជាទៅតែនៅនោះឯងនៅដោយច្រើននៅពោធិព្រឹកហ្នឹងឯងអញ្ចឹងទៅក៏នាងដែលជាអគ្គមហេសីទី4ទេសរកិតានឹងរបាយធ្វើម៉េចក៏ប្រកបនៅនាងដែលជាយើងហៅថាជាទាស័យនាងឲ្យនាងទាស័យឈ្មោះអ្នកករាបងឲ្យទៅធ្វើយ៉ាងម៉េចឲ្យព្រះរាជាមកវិញហ្នឹងឲ្យដាក់ថ្នាំពុលថ្នាំពឹសបងយកថ្នាំពឹសទៅដាក់លាយទឹកពើមើលតែព្រះរាជាប៉ែហ្នឹងធ្វើដោយខ្លួនឯងជ្រះថ្លានឹងពោធិព្រឹកណាស់ទៅថ្វាយអង្គមពោធិព្រឹកហើយស្រោចទឹកអីចឹងហើយព្រះរាជាមានដឹងគំនិតខូចរបស់នាងអ្នកករានឹងណាចឹងទៅស្រោចទៅប្រហែលថ្ងៃក្រោយមកពោធិព្រឹកនឹងស្លាប់ទៅពោធិព្រឹកដែលព្រះអង្គត្រាស់ដឹងហ្នឹងណាប៉ុន្តែបានពូជមកកាន់កោះលង្កាហើយប៉ុណ្ណាស្លាប់ទៅនៅក្នុងពុទ្ធសករាជប្រមាណ272ប៉ុណ្ណា272ហើយអាយុកាលរបស់ពោធិព្រឹកហ្នឹងយើងបូកនឹង80ឆ្នាំទៀតទៅឃើញ272បូក80ស្មើប៉ុន្មានបងស្មើនឹង352ឆ្នាំប៉ុណ្ណា352ឆ្នាំអញ្ចឹងពោទី1ហ្នឹងគឺមានអាយុកាល352ឆ្នាំក៏សុគតទៅបងសុគតដោយស្នាដៃរបស់អគ្គមហេសីប្របាទធម្មសោកចំណែនអ៊ីសានិងពោធិព្រឹកដែលព្រះរាជាស្រឡាញ់នឹងឯងព្រះរាជាកើតទុកលំបាកណាស់អត់សឹងអត់លក់អីទេមកវិញនៅឃើញពោធិព្រឹកនេះចឹងក្រោយមកបាននាងប្រាប់ការពិតថាចេះអត់ខឹងទេប៉ុណ្ណាដឹងថាមិនមែនកំហុសខ្លួនឯងពីមុនគិតថាដោយសារខ្លួនឯងបានពោធិព្រឹកស្លាប់ឥឡូវដឹងថាមិនមែនកំហុសខ្លួនឯងអត់ធ្វើបាបនាងទាំងពីរនោះទេប៉ុណ្ណាតែនាងទាំងពីរហ្នឹងអត់រួចខ្លួនទេទីបំផុតទៅនាងទេសរកិតាហ្នឹងខ្វេះភ្នែកកូនប្រុសរបស់ព្រះបាទធម្មសោកហ្នឹងស្រឡាញ់ភ្នែកពេកចង់លបួងយកមកធ្វើយកកូនយើងហៅអីកូនខ្មែរយើងហៅម្ដាយចុងកូនចុងហ្នឹងគេហៅកូនចុងណា
ស្រឡាញ់ភ្នែកចង់ទៅលួងលោមគេចង់យកកូនចុងហ្នឹងមកធ្វើជាប្តីមានប្តីប្របាទធម្មសោកហ្នឹងហើយស្រឡាញ់កូនតែម្ដាយផ្សេងគ្នាហ្នឹងទៀតហ៎បងណាអញ្ចឹងទៅធ្វើយកត្រាព្រះរាជាហ្នឹងត្រាប្រើថ្មិញបងមិនមែនត្រានៅខាងក្រៅពេលព្រះរាជាផ្ទុំលក់ទៅយកអាលិខិតហ្នឹងទៅក្រោយមកត្រូវខ្វេះភ្នែកកូនហ្នឹងដល់ពេលព្រះរាជាដឹងខឹងមានអីសម្លាប់លើក្រោយហ្នឹងសម្លាប់នាងទេសរកេតាហ្នឹងទៅតែការដែលនាងទេសរកេតាសម្លាប់ពោធិព្រឹក្សខ្លួនឯងដឹងថាមិនមែនខ្មោះខ្លួនឯងហើយនាងព្រមសារភាពអីអញ្ចឹងគឺអត់យកទោសទេហើយខ្លួនឯងទៅអង្គុយចម្រើនកម្មដ្ឋានឲ្យគេយកគោប្រមាណដូចជា100ឬក៏500ភ្លេចហើយយកទៅដោះគោនឹងយកមកស្រោចកន្លែងហ្នឹងទៅអង្គុយកម្មដ្ឋានប្រហែលថ្ងៃក្រោយមកពោធិព្រឹក្សក៏ដោះធំមកវិញនៅកន្លែងនោះប៉ុណ្ណាដើមពោធិទី2គឺព្រះរាជាទៅអង្គុយសមាធិនៅកន្លែងហ្នឹងក៏ដោះឡើងបងតែដើមពោធិទី1ហ្នឹងក៏មានពូជមួយដែរពេលព្រះអង្គត្រាស់ដឹងបាន10ឆ្នាំណាបងត្រាស់ដឹង10ឆ្នាំក៏យកក្របពូជយកប្រវត្តិក្របពូជនឹងយកទៅដាំនៅវត្តចិត្តពុនគេហៅអនន្តពររហូតដល់សប្តាហ៍ថ្ងៃហ្នឹងអនន្តពរហ្នឹងមុនពុទ្ធសករាជប្រហែល35ឆ្នាំណាបងអញ្ចឹងអនន្តពរហ្នឹងអាយុមុនពុទ្ធសករាជ35ឆ្នាំបើបូកមកឥឡូវ2605ឆ្នាំហើយណាមុនពុទ្ធសករាជ35មែនទេបងនឹងអាយុកាលវែងបន្ទាប់ពីដើមពោធិសង្ឃមិត្តាធេរីបងដើមពោធិទី1ស្លាប់ទៅដើមពោធិទី2ព្រះរាជាអង្គុយនៅក្រោមដើមពោធិហ្នឹងក៏រហូតមកដល់ពុទ្ធសករាជប្រមាណ1100ប្រមាណនេះដូចជា1100ជាងហ្នឹងមានអាយុកាល890ឆ្នាំជាងប៉ុណ្ណាមានអាយុកាលវែងជិត1000ឆ្នាំដើមពោធិទី2ហ្នឹងប៉ុណ្ណានៅក្នុងពុទ្ធសករាជដូចជា1160ជាងអញ្ចឹងប៉ុន្តែអាត្មាក៏ភ្លេចអត់ចាំអត់បានមើលភ្លេចចាំតែដឹងឲ្យជាង800ឆ្នាំបងជាង800ឆ្នាំស្លាប់ដោយសារព្រះរាជាមួយអង្គនៅភាគខាងកើតនៃប្រទេសមគធៈហ្នឹងបងពីមុនក្រមអាណានិគមរបស់មគធៈដែរទេក្រមការគ្រប់គ្រងដល់ឥឡូវនេះបែករដ្ឋទៅខឹងនឹងដើមពោឃើញមនុស្សបូជាច្រើនពេកក៏លើកទ័ពមករាប់ពាន់នាក់មកវាយទ័ពរបស់អ្នកមគធៈនឹងរត់ខ្ចាត់ខ្ចាយហើយនាំគ្នាមកវាយដុតបំផ្លាញចេតិយកំតិចចេតិយកំតិចពោធិព្រឹក្សកាប់ចិញ្ច្រាំមកបងតែនៅសល់ពុទ្ធរូបមេរវិជ័យមួយនៅនឹងដោយសារមានអាមាត្យមួយដែលគាត់ខ្លាចនេះគាត់នៅយកស្អីមកបិទបាំងទៅក៏អត់បានខូចខាតទេព្រះរាជាសាសង្កៈហ្នឹងដល់ក្រោយមកបានដឹងថាពុទ្ធរូបនឹងបាននាំចេញបានខូចអញ្ចឹងគួតឈាមស្លាប់ទៅតបព្រះរាជាពរណវរមាខាងមគធៈហ្នឹងក៏លើកមកវាយដណ្ដើមបានវិញដើមព្រះរាជាឃើញដើមពោត្រូវគេដុតគំតិចទៅជាផេះបងកន្លែងដើមពោទី2ហ្នឹងមានអាយុកាល800ឆ្នាំជាងហ្នឹងក៏ចាប់ផ្ដើមធ្វើដោយប្របាទធម្មសោកដែរតែយកទៅដោះគោ1000បងណាយកមកស្រោចកន្លែងដើមហ្នឹងហើយពោទី3ក៏ដោះឡើងមកដូចគ្នាបងពោទី3នេះមានអាយុកាលវែងជាងគេបងណាមានអាយុកាលជាង1000ឆ្នាំបងអាត្មាដោយសារអាត្មាមិនបានមើលទៀតអញ្ចឹងអត់ចាំឆ្នាំបងណាគាត់ដឹងថាជាង1000ឆ្នាំអាយុកាល1200ឆ្នាំជាងបងពោទី3ស្លាប់ដោយសារចាស់ខ្យល់មកនៅក្នុងយើងរាប់មកដល់ឥឡូវហ្នឹងវាជាង100ឆ្នាំដែរហើយ140ចូលចង់150ឆ្នាំហើយប៉ុណ្ណាដើមពោទី3នឹងស្លាប់មកដល់ឥឡូវហ្នឹងបងតែឥឡូវនេះដើមពោទី4មានអាយុកាលប្រហែលប្រហែលជា150ឆ្នាំប៉ុណ្ណាអញ្ចឹងពេលវេលាអាត្មាដោយសារមិនបានមើលបន្ថែមអញ្ចឹងទៅក៏អត់បានចាំអាយុពិតប្រាកដតែគាត់ចាំបែបត្រួសអញ្ចឹងប៉ុណ្ណា
នឹងចឹងឥឡូវនេះនៅកន្លែងព្រះអង្គត្រាស់ដឹងហ្នឹងគឺជាពោទី4ដែលឧត្តមសេនីយ៍ជនជាតិអង់គ្លេសគាត់អ្នកដាំប៉ុណ្ណាគាត់ឃើញក្របនៅក្បែរហ្នឹងគាត់ដាំឃើញកូនណាប៉ុណ្ណាកម្ពស់ប្រហែលធ្នាប់ឯនៅក្បែរហ្នឹងគាត់យកមកដាំទៅក៏ដុះរហូតដល់សពថ្ងៃហើយទំហំអីដូចដើមពោសម័យព្រះអង្គត្រាស់ដឹងអញ្ចឹងព្រោះគេវាស់ទៅឃើញថាប្រហែល10-25 ម៉ែត្រក៏កម្ពស់25 ម៉ែត្រហើយសាខាអញ្ចឹងក៏25 ម៉ែត្រដូចគ្នាហើយពោដែលព្រះអង្គត្រាស់ដឹងក៏50 ហត្ថដែរស្មើ25 ម៉ែត្រអញ្ចឹងដែរបងទំហំប៉ុនគ្នានឹងកន្លែងព្រះអង្គត្រាស់ដឹងនៅពុទ្ធគយាសប្តាហ៍ថ្ងៃប៉ុណ្ណាណាហើយបរិហាអីផ្សេងកើតឡើងនឹងគឺយើងអាចធ្វើបានដែរឲ្យតែយើងមានគុណគ្រប់គ្រាន់ប៉ុណ្ណាអញ្ចឹងអ្នកដែលអាចញ៉ាំងបរិហាឲ្យកើតឡើងបានទី1គឺព្រះអរហន្តទាំងឡាយមានព្រះសម្មាសម្ពុទ្ធជាដើមទី2គឺពួកទេវតាចង់ឲ្យមនុស្សទាំងឡាយកើតនៅសទ្ធាជ្រះថ្លាក្នុងពោធិព្រឹកក្នុងចេតិយអញ្ចឹងក៏ឲ្យឃើញហេតុផ្សេងដ៏អស្ចារ្យនឹងឡើងទី3គឺយើងអ្នកមានសទ្ធាធ្វើបុណ្យជ្រះថ្លានៅក្នុងគុណអធិដ្ឋាននៅបរិហាណាមួយក៏អាចកើតឡើងបានដែរប៉ុណ្ណាហ្នឹងអញ្ចឹងខ្លួនយើងនឹងក៏អាចធ្វើបរិហាតែតើមានគុណដែរប៉ុណ្ណាបើអត់មានគុណទេក៏មិនអាចអធិដ្ឋានហើយបរិហានឹងកើតឡើងដែរអញ្ចឹងក្នុងថ្ងៃនេះប៉ុណ្ណាពោតកតងនឹងពោទីព្រឹកបងដោយសង្ខេបប៉ុណ្ណឹងឯប្រកេសធាតុប្រកេសធាតុនិយាយតិចចុះប៉ុណ្ណាខ្ញុំឲ្យកន្លងទៅថ្ងៃក្រោយដូចទៅរហូតប្រកេសធាតុគឺជាចំណែកមួយនៃព្រះសម្មាសម្ពុទ្ធគឺពេលព្រះអង្គត្រាស់ដឹងហើយថ្មីក្នុងសប្តាហ៍ទី7កន្លងទៅនៅកន្លែងដើមរាជាយតនៈប៉ុណ្ណានៅទឹះយើងហៅទឹះអីគេទឹះអាគ្នេយ៍នៃកន្លែងព្រះអង្គត្រាស់ដឹងហ្នឹងប្រហែលជា3 គីឡូបងពីកន្លែងព្រះអង្គត្រាស់ដឹងពុទ្ធគយាហ្នឹងគឺមានដើមឈើមួយគេហៅដើមរាជាយតនៈគឺដើមកេះបងកន្លែងហ្នឹងក៏ព្រះអង្គបានជួបអ្នកដំបូងគេគឺតពោស័កនិងផលិកៈបងណាពេលហ្នឹងព្រះអង្គក៏សម្ដែងធម៌មិនបានសម្ដែងធម៌អ្នកទាំងអស់នឹងឃើញព្រះអង្គហើយក៏ដល់ព្រះអង្គជាទីពឹងព្រះធម៌ជាទីពឹងជាអេតតកៈអ្នកដែលដល់នៅព្រះពុទ្ធព្រះធម៌មុនគេហៅទ្វាវេជិកាឧបាសកគឺឧបាសកដែលដល់នៅព្រះពុទ្ធព្រះធម៌មុនគេព្រោះអត់ទាន់មានព្រះសង្ឃណាបងណាហើយក្រោយក៏ឲ្យអនុសារណវត្ថុគឺប្រកេសធាតុមួយក្តាប់អត្តកថារបស់តពោស័កផលិកៈអបទានហ្នឹងលោកពោលថាមួយក្តាប់ហ្នឹងគឺស្មើ8សរសៃបងណាហើយក៏យកមកកាន់ទីក្រុងឧកឡាបៈគឺមនរដ្ឋមនសម័យហ្នឹងប៉ុណ្ណាមនគឺតាំងពីយ៉ាងគង់រហូតដល់ទីក្រុងមួយទៀតមកជាប់ខ្មែរយើងគេហៅលវោហ្នឹងគឺនៅខាងលិចទន្លេចៅភយ៉ា ទន្លេមេណាមចៅភយ៉ានៅក្រុងបាងកកសប្តាហ៍ថ្ងៃអញ្ចឹងបាងកកនៅខាងលិចហ្នឹងគឺមានទីក្រុងមួយហៅលវោហ្នឹងក្នុងសតវត្សទី11គឺភូមិមាននឹងខ្មែរយើងដណ្ដើមកាន់កាប់លវោហ្នឹងឯងតែខ្មែរយើងអ្នកកាន់កាប់លវោប៉ុណ្ណាគឺជាទីក្រុងមនហ្នឹងឯងហៅនគរលវោយើងហៅនគរស្រីលវោឯងធ្លាប់ឮបើតែលវោហ្នឹងគឺជាទីក្រុងមនឯងមនគឺនៅបាងកកនឹងឯងប៉ុណ្ណាតែខាងលិចទន្លេចៅភយ៉ាហ្នឹងបងណាដល់សម័យសូរ្យវរ្ម័នទី1ខ្មែរយើងនឹងភូមាដណ្ដើមគ្នាគ្រប់គ្រងតែសិតតែខ្លាំងដូចគ្នាសម័យព្រះអនុរុទ្ធភូមាក៏ខ្លាំងសម័យសូរ្យវរ្ម័នខ្មែរយើងក៏ខ្លាំងតែខ្មែរយើងគ្រប់គ្រងនៅលវោហ្នឹងបងណាភូមាគ្រប់គ្រងមនខាងលិចទាំងអស់ហើយខ្មែរយើងគ្រប់គ្រងមនខាងហ្នឹងបងនឹងមាននៅក្នុងប្រវត្តិសាស្ត្រសម្ដែងណាបរិជាតពោស័កផលិកៈក្នុងសម័យនោះនាំនៅប្រកេសធាតុហ្នឹងមកតម្កល់នៅចេតិយជ្វេរកង់ប៉ុណ្ណាតែសម័យនោះគឺចេតិយទូចទេមានប្រកេសធាតុនៅនឹងហើយបានឮមកមានគម្ពីរខាងស្រីលង្កាបងនិយាយរឿងប្រកេសធាតុហ្នឹងត្រូវនាគយកទៅបូជា2សរសៃ
ហើយកោះលង្កានោះគឺមានប្រវត្តិសាស្ត្រផុនគេថាមានប្រកេសធាតុដែលបានពីតពស្សផលិកៈហ្នឹងគេតម្កល់ធ្វើចេតិយដំបូងគេនៅកោះលង្កាទេវតាទេជាអ្នកយកទៅបូជាហ្នឹងបងក្រោយមកព្រះរាជាក្រោយមកបានដឹងពីពួកទេវតាក៏កសាងចេតិយតម្កល់នៅប្រកេសធាតុនឹងដែរប៉ុណ្ណាឯព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងបាន8 ខែគឺកន្លងទៅបាន9 ខែតែបើរាប់ខែពេញបាន8 ខែព្រះអង្គនៅឧរវេលសេនានិគមផ្ចាញ់នៅឧរវេលកាសបៈហ្នឹងព្រះអង្គមកកាន់កោះលង្កាត្រាស់ដឹងបាន8 ខែហ្នឹងបងមកកាន់កោះលង្កាប្រោះនៅពួកយៈហើយពួកយៈទាំងឡាយថ្វាយនៅកោះហ្នឹងដល់ព្រះអង្គពេលហ្នឹងព្រះអង្គបានប្រោះពួកយៈរួចរាល់អស់ហើយមិនមែនប្រោះពួកយៈប្រោះពួកទេវតារួចហើយមានទេវតាមួយអង្គឈ្មោះសូមនៈទេវបុត្រដែលនៅលើភ្នំសូមនៈកោដហ្នឹងជ្រះថ្លានឹងព្រះអង្គក៏សុំនៅអនុសរណវត្ថុព្រះអង្គក៏ថ្វាយនៅប្រកេសធាតុមួយក្តាប់ទៀតអញ្ចឹងបើយើងគិតទៅគឺនៅក្នុងរវាងភាសាទី1ហ្នឹងបងព្រះអង្គបាននៅប្រជជននៅឡើយហ្នឹងបានប្រកេសធាតុហ្នឹងដល់ឲ្យដល់សូមនៈទេវបុត្រនឹងមួយក្តាប់តែមួយក្តាប់ហ្នឹងមិនដឹងថាប្រមាណសរសៃទេប៉ុណ្ណាព្រោះអត់ប្រកាសថាប្រមាណសរសៃទេហើយប្រកេសធាតុទាំងពីរហ្នឹងអាត្មាបានឃើញទាំងពីរផ្ទាល់ទាំងអស់ប៉ុណ្ណាប្រកេសធាតុនៅឲ្យដល់សូមនៈទេវបុត្រក៏អាត្មាបានឃើញបានជួបនៅស្រីលង្កាហ្នឹងណាពេលដែលគេកំណាយទៅគេឃើញនៅកន្លែងមហិយង្គនៈចេតិយហ្នឹងហើយគេទុកមួយសរសៃខាងក្រៅពីហ្នឹងគេយកទៅបញ្ចុះនៅក្នុងចេតិយហ្នឹងវិញទាំងអស់ប៉ុណ្ណាហើយប្រកេសធាតុដែលតពស្សផលិកៈហ្នឹងដែលតម្កល់នៅកោះលង្កាហ្នឹងអាត្មាក៏បានឃើញដូចគ្នាបាទហើយក៏បានរតនីប្រកេសធាតុហ្នឹងដែលខាងលង្កាគេកំណាយទៅឃើញហ្នឹងបងគេប្រកេតមកខ្មែរយើងតាមរយៈក្រុមអាត្មាហ្នឹងមកកាន់ខ្មែរយើងនៅក្នុងឆ្នាំ2023ហ្នឹងបងអាត្មាភ្លេចថ្ងៃខែដែរហើយបងហ្នឹងក៏អានេះសម្រាប់អាត្មាញាតិញោមគិតយ៉ាងម៉េចក៏គិតទៅប៉ុណ្ណាប៉ុន្តែអាត្មាគិតថាអស្ចារ្យណាប្រកេសធាតុហ្នឹងបងគឺអាត្មាមានអារម្មណ៍ថាពេលដែលមកយាងមកឬក៏នៅកោះលង្កាហ្នឹងគឺបានការគោរពបូជាយ៉ាងក្រៃលែងមកសំបីយាងមកតាមយន្តហោះក៏យន្តហោះតម្លៃថ្លៃ9 ជួរបងមកចុះនៅសិង្ហបុរីនោះអ្នកស្រីលង្កានៅសិង្ហបុរីនឹងគឺគោរពគេបូជាចេញពីពលានទៅនឹងហើយចូលពលាននឹងអាត្មាយាងរហូតនៅលើយន្តហោះក្តីនេះគឺតាំងពីស្រីលង្កាមកអាត្មាកាន់រហូតមកដល់ខ្មែរយើងហើយពីខ្មែរពីពលានសៀមរាបមកដល់សៀមរាបចេញពីសៀមរាបរហូតដល់មកដល់ពុទ្ធមណ្ឌលប៉ុណ្ណាគឺអាត្មាកាន់រហូតដូចប៉ុនយ៉ាងម៉េចប៉ុណ្ណាមិនដាល់ឲ្យអាត្មានៅក្បែរព្រះអង្គហើយមានអារម្មណ៍ថាដូចចិត្តអត់រវើរវាយញញដូចនៅក្បែរមនុស្សដ៏អស្ចារ្យម្នាក់អញ្ចឹងអត់រវើរវាយហ្មងគឺមានតែពុទ្ធគុណរហូតសំបីនៅលើយន្តហោះអីហ្នឹងដូចមានអារម្មណ៍ថាជិះមកជាមួយនឹងព្រះសម្មាសម្ពុទ្ធហ្មងបងណាដូចពុទ្ធមួយអង្គនៅក្បែរនឹងហ្មងអាត្មាមិនដែលមានចិត្តអីអញ្ចឹងទេបងអស្ចារ្យណាហើយអំណាចសំបីនៅឯងបលិសស័កធំប៉ុណ្ណាក៏ដោយគឺដូចមានអារម្មណ៍ថាយើងជាអង្គរៈម្នាក់អត់ឲ្យមនុស្សដែលធម្មតាដើរក្បែរមិននិយាយអញ្ចឹងមានអ្នកទិដ្ឋិអត់ទេតែដូចអំណាចព្រះពុទ្ធហ្មងបងហើយពេលដែលជិះមកតាមផ្លូវហ្នឹងឡើងទៅគឺធម្មតារបស់ដែលកាន់អីចឹងគេអត់ឲ្យដាក់លើយន្តហោះទេគេត្រូវប្រកបឲ្យដាក់ក្រោមជើងយើងអង្គុយហើយឬក៏ឲ្យដាក់ក្នុងថតខាងលើហើយតែយើងកាន់គេឃើញយើងទៅគឺអត់ហ៊ាននិយាយអីឲ្យយើងបើហើយយើងក៏នឹកឃើញថាព្រះអង្គហើយយើងមិននេះទេបើដាក់ទៅខាងលើវាញ៉ៃជាមួយគេកន្លែងទូខាងលើហើយដាក់ខាងក្រោមគឺដឹងអត់ហើយហើយយើងកាន់តែដំបូងហ្នឹងគឺមានកៅអីមួយតនេយើងដាក់លើកៅអីដល់ក្រោយមកពីសិង្ហបុរីមកខ្មែរយើងចុះនៅពលានយន្តហោះសៀមរាបប៉ុណ្ណាគេទៅបើកបានតែ1 ខែទៅបងជិះមកទៅដល់នឹងទៀត
ញោមវ៉ារីផ្ទះគាត់ទៅធ្វើឲ្យថ្មីទៀតទិញឡានថ្មីទៀតមិនទាន់បកវិស្រោមមិនស្រួលផងទៅយកពីពលានមកទៀតផងហើយពេលដែលអស្ចារ្យមួយទៀតនោះគឺឃើញផ្សេងគ្នាប៉ុណ្ណាពេលមកដល់កន្លែងប្រទៀបយន្តហោះអាត្មាមើលទៅដូចជាម្ដុំលើកំពូលភ្នំអរ៉ាល់ព្រោះប្រទៀបផុតបន្តិចមកឃើញទលេសាបហ្មងបងព្រោះចុះនៅសៀមរាបបងពេលប្រទៀបចុះនឹងដូចម្ដុំពពកនឹងឯងបងគាត់នៅប្រទៀបចុះដូចមានអារម្មណ៍ថាមានខែលការពារស្រុកខ្មែរវិញអាត្មាមានអារម្មណ៍ហ្នឹងថាដូចគេបើកស្រុកខ្មែរឲ្យប្រធានចូលមកអញ្ចឹងបងពេលដែលមកជិតដល់នឹងស្រាប់តែឃើញពន្លឺឆ្វាចបងពន្លឺយើងដូចឈប់ពាន់រាំងសៃអញ្ចឹងតែជាលក្ខណៈអិនតនូយើងឃើញតែមកកណាត់ឯងឃើញបែបលក្ខណៈប្រច័នពាក់កដាលអញ្ចឹងណាតែនេះគឺឃើញមូលហ្មងបងមូលធ្លុញហើយដូចមិនដឹងយ៉ាងម៉េចនិយាយមិនត្រូវយើងវាមើលអត់ឃើញយន្តហោះទេព្រោះយើងនៅក្នុងយន្តហោះតែយើងដឹងថាពន្លឺនឹងគឺយន្តហោះបើកកដាលពន្លឺហ្នឹងឯងបងមិនដឹងថានិយាយមិនទេពេលនេះដូចថាឃើញដោយភ្នែកដូចមិនត្រូវហើយតែមិនមែនឃើញដោយភ្នែកក៏មិនមែនវាឃើញអញ្ចឹងបងឃើញយន្តហោះហើយយើងបើកនឹងបើកកាត់ពន្លឺចំកណ្ដាលពន្លឺឈប់ពណ៌រាំងសីនឹងមកបងដូចអិនតនូហ្នឹងបងប៉ុន្តែមូលធ្លុញមកហើយយន្តហោះបើកកណ្ដាលពន្លឺនឹងមានអារម្មណ៍ថាដូចឆ្លងដូចហែកមេចូលស្រុកខ្មែរអញ្ចឹងបងចុះមកប្រទៀបខ្លួនមកបានឃើញផុតពពកបន្តិចមកបានឃើញនេះពេលហ្នឹងអាត្មាពួរកាន់ប្រធានណាទូរស័ព្ទដាក់នៅក្នុងអីមានកប៉ៅដាក់ទូរស័ព្ទមួយតែអត់ហ៊ានទេនឹកឃើញមិនគួរនឹងនៅជាមួយព្រះអង្គហើយទៅប្រើទូរស័ព្ទអីនឹកឃើញខ្មាស់ដូចមានអារម្មណ៍ថាខ្មាស់ព្រះអង្គអញ្ចឹងតែនឹកឃើញអស្ចារ្យមិនមានពលឺអីអញ្ចឹងប្រាប់ជនជាតិអាមេរិកនឹងឲ្យលោកមើលជនជាតិអាមេរិកលោកមើលទៅដូចអត់ឃើញអីបងដូចមើលទៅដូចមិនដឹងថាយ៉ាងម៉េចអាត្មាពិបាកនិយាយលោកមើលទៅដូចអត់ឃើញអីស្រាប់តែលោកស្រីលង្កាលោកថាឃើញតែឃើញអត់ដូចយើងលោកថាឃើញពន្លឺភ្លឺខ្លាំងហ្មងតែយើងអត់ឃើញពន្លឺភ្លឺខ្លាំងអញ្ចឹងទេយើងឃើញឆោពណ៌រាំងសៃលោកថាលោកឃើញពន្លឺអញ្ចឹងវាឃើញខុសគ្នាទៀតណាបងលោកស្រីលង្កាក៏ឃើញយើងក៏ឃើញតែឃើញខុសគ្នាព្រោះលោកនៅខាងលិចយើងនៅខាងកើតតែលោកថាឃើញពន្លឺតែយើងឃើញឆោពណ៌រាំងសៃបងដល់ប្រទៀបចុះមកដល់ស្រុកខ្មែរនឹងបូជាអីមកតាមផ្លូវអាត្មាគាត់តែចុះពីពលានព្រាមសូត្រធម៌រហូតមកដល់ផ្ទះញោមនៅនេះនឹងរួចហើយសូត្រធម៌ពីផ្ទះញោមរហូតមកដល់ភ្នំពេញប៉ុណ្ណាមកដល់ឧដុង្គសូត្រធម៌រហូតគឺអ្នកដែលនៅជាមួយនឹងគឺអត់ឲ្យនេះទេរកតែអ្នកចេះធម៌នៅជាមួយឯងអញ្ចឹងយើងសូត្ររហូតតាមផ្លូវនឹងប៉ុណ្ណារហូតមកដល់ពុទ្ធមណ្ឌលហើយយើងបកគលដល់អ្នកដែលមានសមត្ថភាពមើលការខុសត្រូវដោយបន្ទាយកាមេរ៉ាចាត់ចែងនឹងបានយើងមានឱកាសទៅរកកន្លែងសម្រាកបងហើយនឹកឃើញថាអូអស្ចារ្យណាព្រះអង្គគ្មាននរណាមានបុណ្យស្មើទេសូម្បីតែព្រះសក់ព្រះអង្គមួយសរសៃសោះផ្អើលពេញស្រុកខ្មែរទាំងអស់ដែលគេគោរពគេជ្រះថ្លាគេបូជាបងចឹងពុទ្ធគុណរឹតតែកើតយ៉ាងក្រៃលែងបងណាហើយនេះប្រធានប្រកាសធាតុធំហើយប្រកាសធាតុដែលនៅសល់ក្រៅអំពីនោះញាតិញោមក៏គឺពេលដែលព្រះអង្គបរិនិព្វានប្រកាសធាតុទាំងអស់ត្រូវទេវតាយកទៅរោមទាំងអស់ទេវតាយកទៅកញ្ចក់ទាំងអស់ទេវតាយកទៅធ្មេញទាំងអស់ទេវតាយកទៅព្រះចង្គមកែវទាំង4ស្ដាំខាងលើនៅឋានតាវតឹងស្ដាំខាងក្រោមនៅឋាននាគសំទុះស្ដាំខាងក្រោមនៅស្ដាំខាងក្រោមនៅឋាននាគហើយឆ្វេងខាងលើនៅប្រទេសចិនសប្តាហ៍ថ្ងៃឆ្វេងខាងក្រោមនៅកោះលង្កាតែស្ដាំខាងក្រោមនៅឋាននាគនោះក្រោយមកសម័យសទ្ធាទេសៈសតវត្សទី3ទី4នឹងដែរប៉ុណ្ណាព្រះថេរៈក៏បានរតនាពីឋាននាគមកកាន់រោហណជនបទដែរអញ្ចឹងនៅលង្កាសប្តាហ៍ថ្ងៃគឺព្រះចង្គមកែវក្រោមទាំងពីរបងនៅរោហណជនបទមួយនៅខេនឌីមួយប៉ុណ្ណាព្រះចង្គមកែវនៅលង្កាសបូរប្រធានព្រះអង្គប៉ុណ្ណាប្រធានប្រមាណ2នាល
នៅសវណ្ណមាလိកចេតិយឆ្អឹងដងកំបិតនៅធោបារាមព្រះចង្កូមកែវក្រោមទាំងពីរនៅខេនឌីនិងនៅរោហណជនបទច្រើននៅលង្កាប្រកាសធាតុមួយក្តាប់នៅមហិយ៉ាងគណៈចេតិយនៅអូច្រើនណាស់បាទនៅលង្កាដែរតែឥឡូវមិនដឹងថានៅតាណាមានកញ្ចក់មួយហ្នឹងគឺនៅទីខវាពិចេតិយណាមានច្រើនទៀតហើយសក់ប្រកាសធាតុរបស់ព្រះអង្គពេលដែលព្រះអង្គមិនទាន់ត្រាស់ដឹងណាពេលហ្នឹងព្រះអង្គសាងពភ្នោះពេលដែលកាត់សក់ដោយសត្រានឹងទេវតាសកទេវរាជមកយកទៅតម្កល់នៅឋានតាវតឹងជូឡាមនីចេតិយប៉ុណ្ណាហើយសម្ពុតរបស់ព្រះអង្គព្រំយកទៅបូជានៅឋានព្រំបងណាគេហៅទុសៈចេតិយនៅឋានព្រំណាអញ្ចឹងអូយើងគិតមើលទេវតាសំបីតស័កព្រះអង្គជាពោធិសត្វក៏យកទៅបូជាដែរបងហើយរឿងអីយើងបានរបស់ពិសេសមកមិនគ្រប់បូជាហើយរបស់ទាំងអស់នេះតើអត់មានណាបូជាគឺទៅហ្មងបងទាំងប្រធានទាំងពោធិព្រឹកស្អីហ្នឹងបងណាគឺអត់នៅជាមួយនឹងអ្នកដែលអត់បូជាទេបងអញ្ចឹងបើយើងចង់ឲ្យរបស់រតនវត្ថុដ៏មានតម្លៃនឹងយើងបានបូជាតើតែយើងគោរពយើងបូជាយើងមើលប្រកាសធាតុអីហ្នឹងវាមិនសមគួរសោះហេតុអីបានមកកើតឡើងពេលនេះគឺដោយសារខាងពុទ្ធមណ្ឌលពេលហ្នឹងគឺមានធម៌មានវិន័យមានលោកគ្រូកម្មដ្ឋានល្អលោកមករៀបចំអញ្ចឹងប៉ុន្តែសមគួរហ្មងអាត្មារកកន្លែងដតីអត់ឃើញកន្លែងហ្នឹងណាឥឡូវលោកបូជាអញ្ចឹងមែនអស្ចារ្យប៉ុណ្ណានៅពុទ្ធមណ្ឌលហ្នឹងបងវាគួរថាអាត្មាអ្នកបានហ្នឹងអាត្មាគួរធ្វើទុកខ្លួនឯងតែអាត្មាពិចារណាមើលអ្នកដែលមើលថែរក្សាហ្នឹងអាត្មាដឹងតែខ្លួនឯងមានសមត្ថភាពទេបងព្រោះអាត្មាវាត្រូវអត់ទាន់មានកន្លែងផងបងតែគាត់នៅឃើញគឺអត់មានណាសមអត់មានកន្លែងណាសមទេពុទ្ធមណ្ឌលហ្នឹងទេហើយព្រោះផន្តិកាមេរ៉ាក៏លោកដឹងអំពីវប្បធម៌ប្រពៃណីការបូជានៅលង្កាហ្នឹងផងយើងក៏មានទំនុកចិត្តខ្ពស់ចឹងបងអញ្ចឹងលឹះម៉ោងច្រើនដែរហើយញាតិញោមខ្លាចថាគីឡូមីម៉ាយទៀតពិបាកអញ្ចឹងបញ្ចប់ដោយសង្ខេបប៉ុណ្ណឹងចុះញាតិញោមប៉ុណ្ណាកណាសុបឱកាសសួរសំណួរមួយទៀតម្ចាស់ទៀតចម្រើនបងកាលពីប្រគុណចាស់និពន្ធទៅបូជាចំពោះព្រះតិខវបិចេតិយប្រគុណចាស់បានប្រាប់ថាបរិជាអង្គណាមួយដែលលោកមកកសាងប្រចេតិយនោះហើយបរិជានឹងមានពាក់ព័ន្ធជាមួយនឹងព្រះធម្មមាសោកយ៉ាងម៉េចទៀតគណៈចង់ស្ដាប់ម្ដងទៀតទីខវបិចេតិយហ្នឹងគឺឈ្មោះរបស់ទីខវបិហ្នឹងទីខវបិនេះវបិហ្នឹងគឺជាឈ្មោះនៃបឹងបងជាបឹងហើយទីខហ្នឹងគឺជាឈ្មោះរបស់ព្រះរាជកុមារមួយអង្គដែលមកជាមួយនឹងព្រះនាងផត្តាកចាណាហើយព្រះនាងផត្តាកចាណាហ្នឹងគឺជាសក្យវង្សមកពីមោរយនគរមោរយនគរគឺពេលដែលព្រះអង្គបរិនិព្វានទៅនគរដែលទៅចែកប្រធានអត់បានណាតែបានខ្ជូងព្រះអង្គទៅបូជានគរហ្នឹងគឺមោរយៈពេលដែលព្រះអង្គគង់ប្រជញ្ញនៅឡើយក៏បលភ័សត្រូវវាយបែកខ្ទេចដោយវិឌុដភៈប៉ុណ្ណាដោយវិឌុដភៈពេលហ្នឹងមានសក្យវង្សមួយក្រុមហ្នឹងគេចមកកបលភ័សថ្មីហើយនឹងមកក្រុងរាជដល់មោរយនគរដែរបងសម័យព្រះអង្គបរិនិព្វានហ្នឹងវង្សរបស់សក្យវង្សហ្នឹងមកដល់មោរយនគរហ្នឹងក្រោយមកខាងកោះលង្កានេះគេចង់បានរាជវង្សពីប្រទេសឥណ្ឌាមកចឹងក៏ស្នើសុំទៅខាងមោរយនគរនេះបានឲ្យព្រះរាជបុត្រីព្រមទាំងបងប្អូនប្រុស 4-5 នាក់ទៅជាមួយហើយ 4-5 នាក់មានម្នាក់ហ្នឹងគឺឈ្មោះទីខៈឈ្មោះទីខៈឈ្មោះអីតែដឹងមានឈ្មោះថាទីខៈហ្នឹងដល់ទៅកសាងនៅរាជធានីមួយនៅគេហៅថាស្រុកមួយប៉ុណ្ណានៅកន្លែងនោះមិនទាន់ជានគរអីទេក៏ឈ្មោះស្រុកហ្នឹងឈ្មោះថាទីខៈវាពិក្រៀម
ដល់ពេលសម័យក្រោយមកព្រះរាជាការកវណ្ណទេសៈនេះលោកខាងទីក្រុងអនុរាធបុរៈនឹងបែកដោយពួកថ្មិលមកគ្រប់គ្រងលោកក៏ទៅគ្រប់គ្រងនៅទីនៅខាងរោហណជនបទខាងត្បូងជាងខាងកើតនៅកោះលង្កាហ្នឹងបងលោកគ្រប់គ្រងកន្លែងហ្នឹងទៅក៏កសាងចេតិយដាក់តាមឈ្មោះរបស់ព្រះរាជាពីមុនដែលជាខ្សែស័ក្យវង្សពីមោរយនគរហ្នឹងណាក៏ដាក់ឈ្មោះចេតិយហ្នឹងថាទីឃវាពិហ្នឹងគឺជាបឹងទីឃវាពិក៏ឈ្មោះចេតិយដាក់តាមហ្នឹងទៅហើយទីឃហ្នឹងគឺជាឈ្មោះរបស់សក្យវង្សនឹងឯងប៉ុណ្ណាហើយក៏បានឮមកថាចេតិយហ្នឹងតម្កល់នៅកញ្ចក់របស់ព្រះអង្គហើយនឹងព្រះធាតុប៉ុណ្ណាហើយខ្មែរយើងប៉ុន្តែខេមរាហ្នឹងបូជាមាសពុទ្ធរូបមាសសុតហ្នឹងជាងដូចជាជាង2គីឡូឬក៏ជាង3គីឡូឯពេលហ្នឹងប៉ុណ្ណាមាសសុតណាបើហើយអាត្មាហ្នឹងមានពុទ្ធរូបមាសទូចមួយហើយនឹងដាំពេជ្រហ្នឹងបូជានៅនឹងដែររបស់មានតម្លៃហ្នឹងហើយខ្មែរយើងចូលរួមគ្នាដូចជា$5-6,000ដែរទៅជួសជុលចេតិយហ្នឹងប៉ុណ្ណាចេតិយហ្នឹងមិនងាយមានដំណើរទៅទេក្រុមនេះទាំងអស់គឺអត់បានទៅផ្លូវវាលំបាកផងហើយឆ្ងាយជាង200គីឡូពី Candy ទៅខាងកើតជាងខាងត្បូងកោះលង្កាតែពេលអាត្មាបានទៅដោយសារកម្មវិធីគេបញ្ចុះនៅរតនវត្ថុនឹងពុទ្ធរូបប្រមាណដូចជា50,000ពុទ្ធរូបខាងក្នុងហ្នឹងណាហើយយើងក៏បានចូលរួមជួសជុលនឹងបានបញ្ចុះនៅពុទ្ធរូបមាសរតនវត្ថុអីជាមួយគេច្រើននៅខាងក្នុងនឹងដែរប៉ុណ្ណានឹងខ្មែរយើងមកទៅបៃតេសោមនស្សដែរឃើញអ្នកកោះលង្កាគេគោរពគេឲ្យតម្លៃបូជាព្រះសម្មាសម្ពុទ្ធហើយដល់ពេលខ្មែរយើងទៅគេបើកផ្លូវឲ្យទៅហើយគេចាំប្រហែលជា3គីឡូខ្ញុំគាត់ថាឈរតម្រង់ជួរគ្នាបើមនុស្សមានកម្លាំងមិនសូវអីឃើញចាស់ក្មេងអូអត់ធន់ណាស់អ្នកកោះលង្កាហ្នឹងបងអត់សូវមានអ្នកអីហើយអត់ធន់កំពូលអត់ធន់ណាបងទៅឈរចាំរាប់គីឡូបើយើងបច្ចេកគ្នាទៅមុននេះអត់ទេអូយសុំឲ្យមេដៃហ្មងអ្នកកោះលង្ការឿងអត់ធន់នេះបងហ្នឹងមានប្រវត្តិប៉ុណ្ណឹងប៉ុណ្ណាមានកោះលង្កាមានភាពអស្ចារ្យច្រើនណាស់បើអាត្មានិយាយមិនអស់ទេតែឥឡូវដល់ម៉ោងហើយមានប៉ុណ្ណឹងប៉ុណ្ណាណាសាធុទៀតចឹងធម្មទេសនាថ្ងៃនេះក៏ចប់ដោយសង្ខេបប៉ុណ្ណឹងប៉ុណ្ណាព្រោះពិស្ដាខ្លាចបន្តទៅទៀតបងណាហើយសរុបជូនបុណ្យកុសលញាតិញោមទាំងអស់គ្នាផងដែរប៉ុណ្ណាបុណ្យឯណាដែលអាត្មាបានបំពេញជាពុទ្ធបូជាថ្មីក៏ទៅកោះលង្កានេះក្តីហើយថ្ងៃនេះជាថ្ងៃសិលក៏បានបូជាប្រហែលថ្ងៃមុនហ្នឹងក៏បូជាបានញោមបាសិកានៅសុភ័ក្រគាត់បូជាផ្កាឈូកប្រហែល3,000 តងបានបូជាមួយថ្ងៃ1000នៅសន្លងនេះបងហើយនឹងបូជាទេយ្យវត្ថុផ្សេងដែលមាននឹងផងដែរប៉ុណ្ណាសូមជូនគ្រប់ចំណែកទាំងអស់ដល់ញាតិញោមទាំងអស់គ្នាសូមបានចំណែកស្មើនឹងអាត្មាបានបំពេញដែរហើយសូមជាបច្ច័យនៃការបាននៅអនុសាសនីបដិហារួចផុតចាកទុក្ខទាំងពួងហើយជាអ្នកដែលឃើញច្បាស់នៅសច្ចធម៌តាមសេចក្តីពិតសម្រាប់តាមសេចក្តីប្រាថ្នាដែលគ្រប់គ្នាបានប្រាថ្នាហើយផងចុះប៉ុណ្ណាសូមអនុមោទនាផងសាធុពុទ្ធេយោកលិតោតោសោពុទ្ធោខមេតតាំងមេមងធម្មេយោកលិតោតោសោធម្មោខមេតតាំងមេមង